រឿងចៅកំបិតបន្ទូកាលពីដើមឡើយមានបរិសុទ្ធពីរនាក់ជាបងប្អូននឹងគ្នាម្ដាយឪពុកស្លាប់អស់ទៅនៅតែពីរនាក់បងប្អូនក៏បបួលគ្នាទៅនៅឯវត្តរៀនអក្សរធម៌អាសាស្ត្រាបាលីនិងលោកសង្ឃរាជលោកក៏មេត្តាករណាព្រាមប្រដៅឲ្យរៀនសូត្រក្មេងទាំងពីរនាក់នោះព្យាយាមណាស់រកក្មេងណាប្រៀបផ្ទឹមស្មើពុំបានដល់រៀនចេះចប់លោកគ្រូបំបួសនេនទាំងពីរនាក់នោះពុំខ្ជិលសោះខំរៀនសូត្រនិងបម្រើគ្រូពុំឲ្យគ្រូអអន់ព្រះទ័យឡើយនេនទាំងពីរបួសបាន5វស្សានឹកចង់សឹកក៏ចូលទៅវន្ទាលាលោកគ្រូក៏ព្រមឲ្យសឹករួចលោកគ្រូផ្ដាំបរោះបងថាឲ្យទៅរកស៊ីនៅស្រុកចិននឹងបានធ្វើជាចៅសួធំក្នុងស្រុកចិនឯបរោះប្អូនគ្រូពុំបានផ្ដាំអ្វីសោះឡើយត្បិតគ្រូមើលឃើញថាបរោះប្អូននឹងបានសោយរាជ្យជាស្ដេចនគរពីរទើបលោកគ្រូផ្ដាំថាចៅឯងទៅរកស៊ីបើនៅហត់ណាស់កុំដេកយកប្រពន្ធត្រូវមើលម្ដាយក្មេកចូលដំណេកកុំនិយាយនឹងប្រពន្ធបើឯងរក្សាពាក្យទាំង3ម៉ាត់នេះបានស្មើបាននគរពីរអញគ្មានអ្វីឲ្យឯងទេបរោះទាំងពីរនាក់បងប្អូនក៏លាគ្រូដើរទៅបរោះបងទៅរកស៊ីនៅឯស្រុកចិនតាមពាក្យគ្រូផ្ដាំក៏បានជាចៅសួធំមែនបរោះប្អូនមិនដឹងជារកស៊ីអ្វីតែនៅនឹងបងប្អូនសាច់ញាតិសន្តានក៏គេអាណិតគេដណ្ដឹងប្រពន្ធរៀបការធ្វើផ្ទះឲ្យនៅបរោះនោះភ្លេចពាក្យបណ្ដាំរបស់គ្រូក៏នៅរកស៊ីជាមួយនឹងប្រពន្ធជូនមានស៊ីជូនអត់បានព្រឹកអត់ល្ងាចបានល្ងាចអត់ព្រឹកសំពត់ស្លៀកក៏គ្មានតែខោកញ្ចាស់ពាក់កណ្ដាលផ្លូវដាច់លាវមុខលាវក្រោយបរោះនោះតែងដើរទៅកំពង់ទឹកក្រែងមានគេមកពីស្រុកចិននឹងបានសួរដំណឹងពីបងខ្លួនថ្ងៃមួយមានសំពៅមួយមកពីស្រុកចិនបរោះនោះក៏ចូលទៅសួរថាអ្នកនាយសំពៅអើយអ្នកដែលបានប្រទះខ្មែរម្នាក់ដែរឬទេគាត់ទៅរកស៊ីនៅឯស្រុកចិន5ឆ្នាំណាស់មកហើយនាយសំពៅប្រាប់ថាឃើញខ្មែរម្នាក់ដែរឥឡូវគេបានជាចៅសួមានងារធំក្នុងស្រុកចិនគ្មានអ្នកណាមានស្មើទេបរោះសួរទៅនាយសំពៅទៀតថាអ្នកនាយសំពៅអញ្ជើញទៅវិញថ្ងៃណាដែរនាយសំពៅប្រាប់ថា3ថ្ងៃទៀតខ្ញុំនឹងវិលទៅវិញហើយបរោះនិយាយទៅនាយសំពៅថានាយសំពៅបើអ្នកអញ្ជើញទៅវិញសូមអ្នកអាណិតឲ្យខ្ញុំសូមដោយសារទៅផងនាយសំពៅក៏យល់ព្រមបរោះនោះក៏លានាយសំពៅទៅផ្ទះវិញទៅដល់ផ្ទះបរោះនិយាយនឹងប្រពន្ធថានាងអើយយើងសប្តាហ៍ថ្ងៃនេះក្រលំបាកណាស់ឥឡូវនេះឮដំណឹងថាបងអ្នកដែលទៅនៅស្រុកចិននោះគេបានជាចៅសួធំក្នុងស្រុកចិនឥឡូវបងចង់ទៅសួរក្រែងបងគេឃើញឯងក្រគេអាណិតឲ្យប្រាក់កាសចាយខ្លះសំពត់អាវស្លៀកពាក់ខ្លះប្រពន្ធឮប្តីថាដូច្នេះសួរថាចុះអ្នកទៅជាមួយនឹងអ្នកណាបរោះជាប្តីប្រាប់ថាបងសុំដោយសារសំពៅគេព្រមឲ្យទៅ3ថ្ងៃទៀតគេចេញសំពៅទៅហើយប្រពន្ធថាបើអ្នកទៅក៏ទៅចុះលុះដល់ថ្ងៃទី3បរោះក៏ចុះទៅនាយសំពៅឃើញបរោះនោះទៅក៏គេហៅចុះសំពៅចេញទៅការបើសំពៅរៀងទៅបរោះនោះមើលថែទាំជួយថែរក្សារបស់ទ្រព្យនាយសំពៅដូចជារបស់ខ្លួននាយសំពៅឃើញបរោះនោះមានគំនិតមាយាទល្អក៏ស្រឡាញ់រាប់អានអាណិតឲ្យបាយទឹកស៊ីតែសប្តាហ៍ថ្ងៃរៀងទៅឯប្រពន្ធបរោះនោះការក្រោយបរោះជាប្តីទៅស្រុកចិនក៏លួចមានសហាយយកមកដេកពេលយប់ថ្ងៃឲ្យទៅវិញនិយាយពីបរោះដែលទៅជាមួយនឹងនាយសំពៅលុះដល់ស្រុកចិនក៏សួរសំពៅវិញថាវិលទៅស្រុកខ្មែរវិញថ្ងៃណាប្រាប់ខ្ញុំផងបរោះនាយសំពៅប្រាប់ថា3ថ្ងៃទៀតនឹងចេញទៅបរោះឮដូច្នេះក៏សួរទៅរកបងទៅដល់មាត់ទ្វារផ្ទះបងឃើញមនុស្សចាំទ្វារសួរគេថានេះហើយឬផ្ទះលោកចៅសួខ្មែរអ្នកចាំទ្វារប្រាប់ថានេះហើយផ្ទះលោកចៅសួខ្មែរអ្នកចាំទ្វារសួរតបទៅបរោះនោះវិញថាអ្នកឯងមកពីណាមកសួររកផ្ទះចៅសួបរោះប្រាប់ថាខ្ញុំមកពីស្រុកខ្មែរលោកចៅសួនេះជាបងខ្ញុំបង្កើតមនុស្សចាំនៅទ្វារមើលទៅបរោះនោះរុកអាក្រក់ស្លៀកពាក់ខោ
ពាក់កណ្ដាលផ្លូវសំពត់គ្មានបត់លិចមុខលិចក្រោយមិនសមជាប្អូនចៅសួសោះអ្នកចាំទ្វារមិនស្ងៀមទៅប្រាប់លោកចៅសួលោកចៅសួមិននៅទៅគាស់ស្ដេចក៏ជម្រាបប្រពន្ធថាអ្នកចៅវាយស្រីមានបរិសម្នាក់មកពីស្រុកខ្មែររូបអាក្រក់ស្លៀកពាក់កណ្ដាលផ្លូវគុនទៅខោដាច់ដាបលិចមុខលិចក្រោយហើយប្រាប់ខ្ញុំថាត្រូវជាបងប្អូនលោកចៅវាយប្រុសបង្កើតឥឡូវខ្ញុំបានឲ្យគេចាំនៅមាត់ទ្វារនាងប្រពន្ធចៅសួនោះនឹកខឹងថាអាមនុស្សកំសត់ទូរគតនេះមកពីណាក៏ហ៊ានមកបង្កាច់គេឈ្មោះថាប្តីអញជាបងបង្កើតវាក៏ប្រើមនុស្សឲ្យទៅចាប់បរិសនោះដាក់ច្រវាក់ទុកក្នុងរោងសេះថាចាំប្តីមកនឹងឲ្យគេយកទៅសម្លាប់បរិសនោះលុះគេយកទៅដាក់ច្រវាក់ក៏នឹកថាអោអញអើយសង្វាតមកពីស្រុកខ្មែរដល់ស្រុកចិនព្រោះតែបងឥឡូវគេមានគេពុំគិតអាណិតឈាមដែលគេកើតមកពោះជាមួយគ្នាសោះគេឆ្មាំងមានគេហ៊ានចាប់ឯងមកដាក់ច្រវាក់និងសម្លាប់ផងអោអញអើយបើទៅស្រុកខ្មែរវិញរកស៊ីតាមខ្លួនក្រគ្មាននរណាហ៊ានធ្វើបានទេបរិសនោះពុំដឹងជាបងទៅគាស់ស្ដេចលុះចៅសួជាបងវិលមកផ្ទះវិញប្រពន្ធប្រាប់ថាមានបរិសកំសត់ម្នាក់មកពីស្រុកខ្មែរនិយាយថាលោកជាបងបង្កើតតែខ្លួននោះអាក្រក់ស្លៀកខោពាក់កណ្ដាលផ្លូវដាច់លិចមុខលិចក្រោយឥឡូវខ្ញុំឲ្យគេដាក់ច្រវាក់នៅរោងសេះចាំលោកអញ្ជើញមកឲ្យនាំទៅសម្លាប់ចៅសួជាបងឮហើយថាទៅយកវាមកមើលក្រែងបងប្អូនបង្កើតយើងមែនហើយចៅសួឲ្យគេដោះច្រវាក់បរិសនោះលុះបរិសនោះមកដល់ស្គាល់ជាបងប្អូនបង្កើតមែនរៀបបាយទឹកឲ្យស៊ីមើលទៅប្អូនឃើញស្លៀកពាក់កណ្ដាលផ្លូវចៅសួក៏ឲ្យគេយកខោមួយស្លៀកហើយសួរប្អូនថាប្អូនឯងនៅឯនាយមិនដឹងជារកស៊ីអ្វីទេក្រណាស់ហើយមានប្រពន្ធផងបានអីស៊ីបងឮប្អូននិយាយក៏អាណិតប្អូនមិនចេញស្ដីហើយសួរថាប្អូនមកជាមួយអ្នកណាបរិសជាប្អូនជម្រាបថាខ្ញុំមិននឹងនាយសំពៅគេឲ្យដោយសារមកចៅសួបងថាចុះគេទៅវិញថ្ងៃណាបរិសជាប្អូនប្រាប់ថា3ថ្ងៃទៀតគេចេញសំពៅទៅហើយចៅសួជាបងដឹងដូច្នេះក៏ស្ងៀមទៅឲ្យគេលើកបាយមកហៅបរិសជាប្អូនស៊ីជាមួយគ្នាលុះស៊ីរួចប្រាប់ប្អូនថាប្អូនទៅដេកនៅផ្ទះនេះចុះបងទៅលេងផ្ទះចិនសែចៅសួទៅផ្ទះចិនសែឃើញក៏រៀបកៅអីថ្នាំចិនទឹកតែទទួលហើយចៅសួនិយាយនឹងចិនសែថាអ្នកចិនសែខ្ញុំមករកឲ្យប្អូនខ្ញុំបន្តិចវាចេះតែក្រីក្រអីអញ្ចឹងទៅឬវានឹងគ្រាន់បើឬទេចិនសែទាញសិភៅរកមើលសពទៅទាយថាប្អូនលោកមិនជាក្ររហូតទេ7ឆ្នាំទៀតនឹងបានសោយរាជសម្បត្តិជាស្ដេចនគរ2លោកនឹងបានជាធំក្នុងរាជការដោយសារប្អូនប៉ុន្តែឥឡូវនេះលំបាកណាស់ដល់វិលទៅស្រុកវិញពាក់កណ្ដាលផ្លូវនឹងបានទ្រព្យសម្បត្តិនគរ2ជាសម្រាប់ខ្លួនតែថាឃ្លាតទៅវិញដល់កំណត់បានសោយរាជនឹងបានទ្រព្យនោះមកជាសម្រាប់បនវិញទាំងអស់ចៅសួបានដឹងដំណឹងប្អូនដូច្នេះក៏លាចិនសែទៅផ្ទះដល់3ថ្ងៃនាយសំពៅគេផ្ទប់សំពៅរៀបនឹងចេញទៅនោះចៅសួជាបងយកផាដិនមកហូចទៅឲ្យបរិសជាប្អូនក៏ទទួលយកផាដិនមួយត្បូងលាបងទៅចោះដើរបណ្ដាគិតបណ្ដានឹកតូចចិត្តស្ទើរមិនចង់កាត់ផាដិននោះសោះចេះតែនឹកតូចចិត្តថាអោបងប្អូននឹងគ្នាតាំងពីឪពុកម្ដាយស្លាប់ចោលទៅនៅកំព្រាតែពីអ្នកបងប្អូនការវេលាក្រចេះស្រឡាញ់រាប់អានគ្នាដល់វេលាមានទាត់គ្នាចោលឆ្មាំងមានស្ទើរមិនរាប់គ្នាមាសប្រាក់ដាក់ឃ្លាំងគោមិនហ៊ានយកឲ្យគ្នាមួយស្លឹកយកតែខ្មោចផាដិនឲ្យគ្នាមួយត្បូងលុះបរិសនោះដើរទៅដល់កំពង់ក៏ឡើងលើសំពៅនាយសំពៅឲ្យកូនឈ្នួលស្រាយយុទ្ធការត្ដោងបើកទៅហើយនាយសំពៅសួរទៅបរិសនោះថាប្អូនទៅឯលោកចៅសួតើលោកឲ្យអ្វីខ្លះបរិសប្រាប់នាយសំពៅថាគ្មានឲ្យអ្វីក្រៅពីផាដិនមួយនេះទេនាយសំពៅបានដឹងហើយក៏នៅស្ងៀមលុះបើកសំពៅទៅដល់ពាក់កណ្ដាលផ្លូវយប់ងងឹតនឹងទៅពុំរួចក៏បោះយុទ្ធការដេកហេតុតែជាបុណ្យដល់បរិសក៏នឹកឃើញពាក្យដែលគ្រូផ្ដាំថានៅណាកុំដេកឥឡូវអស់អ្នកសំពៅនេះដេកអស់
ដូច្នេះអញកុំដេកក៏អង្គុយនៅក្បែរដងក្តោងពុំហ៊ានដេកលុះដល់អាត្រៀតមានយក្សមួយហោះមកឃើញសំពៅវាចុះមកប៉ងនឹងស៊ីមនុស្សហើយវាឆ្ងោកមើលទៅក្នុងសំពៅធ្លាក់ពុកមាត់ទៅលើបរោះនោះក៏ស្ទុះច្រវាចាប់ជាប់ហើយស្រែកថាឯងស្លាប់នឹងដៃអញឥឡូវនេះហើយយក្សឮបរោះថាដូច្នេះផិតភ័យណាស់តែស្ទុះទៅមិនរួចត្បិតបរោះនោះចាប់ពុកមាត់ជាប់យក្សភ័យក្រែងស្លាប់ក៏និយាយនឹងបរោះនោះថាអ្នកបរោះអើយបើអ្នកអាណិតខ្ញុំអ្នកលេងខ្ញុំទៅខ្ញុំនឹងតបគុណអ្នកជាខ្សែចងនឹងដៃដំបងវាយឯងឆ្នាំងឆ្អិនឯងខ្សែនឹងដំបងនេះបើមានបច្ចាមិត្តពីណាមកប្រមាថឲ្យយកខ្សែទៅចងនឹងដំបងវាយទៅបច្ចាមិត្តនោះនឹងស្លាប់វិនាសអន្តរាយអស់ឯឆ្នាំនេះបើឃ្លានអាហារចំណីហើយនឹងចង់បរិភោគអាហារចំណីអ្វីប្រាប់ឆ្នាំងនេះថាឆ្អិនឡើងអញស៊ីក៏ឆ្អិនឯងឡើងបានបរិភោគមិនចាំបាច់ដាំបរោះឮដូច្នេះក៏ថាបើដូច្នេះយក្សឯងឲ្យមកអញសិនមកសំអញលេងយក្សក៏ហុចប្រដាប់ទាំងនោះមកឲ្យបរោះនោះទទួលយកហើយលេងយក្សនោះទៅយក្សក៏ហោះទៅលំនៅវាវិញលុះព្រឹកឡើងបរោះនិយាយប្រាប់នាយសំពៅថាអ្នកនាយសំពៅយប់មិញខ្ញុំឃើញយក្សមួយគិតនឹងមកស៊ីយើងរាល់គ្នាគុំតែបានខ្ញុំគុំអីយក្សនោះវាស៊ីអស់ទៅហើយបើអ្នកនាយសំពៅមិនជាខ្ញុំទេសូមមើលសំណោកយក្សដែលវាសោកខ្ញុំនេះមានខ្សែចងឯងដំបងវាឯងនិងឆ្នាំងឆ្អិនឯងនាយសំពៅឮដូច្នេះសួរថានៅឯណាប្អូនយកមកឲ្យបងមើលបរោះនោះហេតុតែជាមនុស្សត្រង់ក៏យករបស់ទាំងអស់នោះបង្ហាញនាយសំពៅនាយសំពៅឃើញរបស់ទាំងនោះហើយនឹកថារបស់ទាំងនេះមានតម្លៃឥតស្ដេចនិមឺនណាមានឡើយបរោះនេះមានសំណាងខ្ពស់អ្វីម្លេះបានទ្រព្យយ៉ាងនេះនាយសំពៅនឹកទៀតថាបរោះនេះល្ងងឆោតណាស់អញគិតបញ្ឆោតវាឲ្យវាទុករក្សាឲ្យនៅសំពៅដល់គោកត្រង់ណាអញនឹងបញ្ឆោតវាឲ្យឡើងហើយអញបើកសំពៅទៅចោលវាអញនឹងបានទ្រព្យទាំងអស់នេះនាយសំពៅគិតដូច្នេះហើយនិយាយថាសូមប្អូនឲ្យទ្រព្យរបស់នេះមកបងរក្សាទុកត្បិតប្អូនឯងគ្មានហឹបដាក់បរោះគិតស្មានថានាយសំពៅគេយករក្សាទុកតាមត្រង់មិនដឹងជាគេទុច្ចរិតនឹងខ្លួនឡើយទើបយករបស់ប្រគល់ទៅនាយសំពៅទាំងអស់នាយសំពៅក៏បើកសំពៅទៅដល់ចុងកោះមួយដែលមានដើមល្វាធំដោះនៅក្នុងទឹកនាយសំពៅឲ្យគេចាប់ដើមល្វានោះឈប់ហើយនិយាយនឹងបរោះនោះថាបងចង់ប្រើប្អូនឯងឲ្យចោះទៅបេះផ្លែល្វាបរោះឮនាយសំពៅប្រើក៏ឡើងដើមល្វាបេះផ្លែមិនដឹងជាគេនឹងចេញសំពៅទៅចោលសោះហើយនាយសំពៅចង្អុលថាហកប្អូនឡើងទៅលើមេឃប្អូនបោះអាចចង្កោមធំនោះឲ្យបងបរោះក៏ឡើងទៅដល់លើមេឃឈើនោះនាយសំពៅក៏ឲ្យកូនឈ្នួលច្រានសំពៅបោកចោលបរោះនោះទៅបរោះស្រែកហៅគេឲ្យមកយកគេពុំមកយកបរោះគិតថាអោអញអើយគេបញ្ឆោតឲ្យឡើងដើមល្វាគេចេញសំពៅទៅចោលគេគិតយករបស់ឯងខ្លួនឯងគេចោលឲ្យស្លាប់ម្នាក់ឯងនៅកណ្ដាលសមុទ្របើនឹងស្លាប់នឹងរស់ឲ្យតែឆ្នាំងឆ្អិនឯងនៅទៅរាគ្រាន់តែនឹងឲ្យចំអិនបាយចំណីស៊ីតម្រាំមានសំពៅគេមកនឹងសុំដោយសារគេទៅឥឡូវបាយក៏អត់សំពត់ដណ្ដប់ក៏អត់សមនឹងស្លាប់ពុំលេងបរោះនោះនឹកអាណិតអាត្មាក៏យំសោកលុះយប់មានជ្រូកមួយតែងមកស៊ីផ្លែល្វាជ្រូកនោះមានកែពំដើរលើទឹកបានលុះអាត្រៀតស្ងាត់ជ្រូកនោះពំកែដើរលើទឹកមករើសផ្លែល្វាស៊ីបរោះឃើញជ្រូកដាក់កែវនៅគល់ល្វាក៏បេះផ្លែល្វាចោលទៅឆ្ងាយឲ្យជ្រូកតាមស៊ីខ្លួននឹងឆក់យកកែជ្រូកនោះហេតុតែកុសលនោះត្រូវមានបុណ្យជ្រូកនោះក៏ទៅឆ្ងាយចេញពីកែវបរោះក៏សម្រោចចុះមកឆក់យកកែវអំពីជ្រូកនោះរត់ចេញទៅខំដើរទៅទាំងយប់លុះព្រឹកឡើងក៏បានទៅទាន់សំពៅក៏ស្រែកហៅថាអីអ្នកនាយសំពៅចាំខ្ញុំផងនាយសំពៅឮមាត់បែរមើលទៅឃើញស្គាល់ថាជាបរោះនោះក៏ឲ្យមូលក្តោងឈប់ចាំបរោះទៅដល់ឡើងសំពៅនិយាយថាអោអ្នកបងសំពៅមិនគួរគិតអាក្រក់មកចោលខ្ញុំឲ្យស្លាប់កណ្ដាលសមុទ្រសោះគុំតែកុសលខ្ញុំមានកុំអីស្លាប់បាត់ទៅហើយ
នាយសំពៅឆ្លើយដោះសារថាអោប្អូនអើយបងស្មានថាប្អូនឯងចុះមកក្បាលសំពៅហើយបងមិនមានគិតចង់ចោលប្អូនទេហើយនាយសំពៅថាប្អូនឯងបានអីដើរលើទឹកបានបរោះថាខ្ញុំមានកែវជ្រូកបានជាខ្ញុំដើរលើទឹកបាននាយសំពៅហេតុតែមានចិត្តអកតញ្ញូក៏ថាប្អូនឲ្យបងទុកឲ្យបរោះគិតឃើញថានាយសំពៅនេះវាបញ្ឆោតអញទៀតហើយក៏និយាយថាសូមអ្នកនាយសំពៅយករបស់ទាំងនោះឲ្យខ្ញុំសិនខ្ញុំប្រមូលឲ្យសឹមជូនទៅឲ្យអ្នកវិញត្បិតរបស់នេះមានប្រយោជន៍អីដល់ខ្ញុំគង់តែខ្ញុំជូនអ្នកទាំងអស់នាយសំពៅឮដូច្នេះនឹកថាបរោះនេះវាល្ងងគង់តែបានដល់ដៃអញវិញទាំងអស់ក៏យកខ្សែចងដំបងវាយឯងឆ្នាំងឆ្អិនឯងនិងផាដិនព្រមទាំងខោមកឲ្យបរោះនោះទទួលរៀបវិចរួចសពហើយក៏សំពះលានាយសំពៅចុះដើរទៅលើទឹកនាយសំពៅនឹកស្ដាយក្រោយមិនចេញស្ដីមួយម៉ាត់បរោះខំដើរដោយអំណាចកែវផ្លូវដើម7យប់បរោះដើរមួយថ្ងៃតតែប្រឡប់ដល់ផ្ទះលុះបរោះទៅដល់ផ្ទះក៏ស្រែកហៅប្រពន្ធថានាងអើយនាងបើកទ្វារឲ្យបងទៅផងបងមកដល់ហើយឯប្រពន្ធជាស្រីអាក្រក់ត្បិតចិត្តប្តីកំពុងតែដេកអោបសហាយឮមាត់ប្តីហៅធ្វើជាថាអ្នកណាហៅអីប្តីអញមិននៅទេកុំមកហៅអញបរោះឮប្រពន្ធថាដូច្នេះនឹកថាប្រពន្ធចិត្តត្រង់នឹងខ្លួនក៏ឆ្លើយថាបងមកហៅនាងប្រពន្ធថាយីអ្នកទេឬខ្ញុំគិតថាជាមនុស្សផ្ដេសផ្ដាស់វាហៅខ្ញុំហើយមេនោះថាអ្នកចាំខ្ញុំអុជចន្លោះសិនតែវាបណ្ដាលឲ្យសហាយវាទៅសោះបរោះក៏ជីកដីក្រោមចន្ទាកប់កែវនិងខ្សែដំបងឆ្នាំងឆ្អិនឯងរួចហើយមេនោះបណ្ដោះសហាយវាទៅរួចវាក៏អុជចន្លោះមកទទួលប្តីឡើងទៅលើផ្ទះរៀបបាយទឹកឲ្យប្តីវាស៊ីវានាំប្តីចូលដេកពេលដេកវានិយាយថាអ្នកទៅស្រុកចិនបានអីមកផ្ញើខ្ញុំបរោះជាប្តីប្រាប់ថាបងគ្មានបានអីទេបងគេឲ្យខោមួយផាដិនមេនោះធ្វើជាស្រែកយំថាមិនមែនទេអ្នកកុហកខ្ញុំមិនដែលអ្នកណាទៅដល់បងហើយគេឲ្យតែផាដិនមួយខោមួយដូចនេះបរោះនឹកពាក្យផ្ដាំរបស់គ្រូថាចូលដំណេកកុំនិយាយនឹងប្រពន្ធបរោះនោះក៏ថាណាហើយនាងចាំព្រឹកសម្បងប្រាប់ឯសហាយមេនោះវាលបស្ដាប់នៅក្រោមផ្ទះមេនោះសួរប្តីទៀតបរោះស្មានថាប្រពន្ធចិត្តត្រង់នឹងខ្លួនអាណិតប្រពន្ធនឹងចង់ប្រាប់តែក្រែងខុសនឹងបណ្ដាំគ្រូក៏រេរៃក្នុងចិត្តដល់មេនោះចេះតែទទូចសួរបរោះក៏ភ្លេចដល់យល់ឃើញថាយប់នេះស្ងាត់នឹងដោយមិនដឹងសហាយប្រពន្ធនោះនៅក្រោមផ្ទះក៏ប្រាប់ប្រពន្ធថាបងបានកប់កែវជ្រូកមួយខ្សែចងឯងមួយដំបងវីឯងមួយនិងឆ្នាំងឆ្អិនឯងមួយនៅក្រោមចន្ទាផ្ទះយើងសហាយឮក៏កោះយកអស់បរោះនិងប្រពន្ធក៏ដេកលក់ទៅលុះព្រឹកឡើងបរោះនោះទៅរកក៏បាត់របស់នោះទាំងអស់បរោះនោះមិនចេញស្ដីដោយដឹងថាប្រពន្ធមានសហាយធ្វើជាខ្នងដាក់ចន្ទាយកខ្សែចងអស់ទៅប្តឹងចៅក្រមទទួលជំរះវាយចន្ទាពិចារណាសួរថាចន្ទាឯងទទួលបញ្ជាបរោះនេះម្ដេចឯងឲ្យមនុស្សលួចរបស់គេអស់ចៅក្រមហេតុតែជាមនុស្សឥតប្រាជ្ញាមិនយល់ការរាក់ជ្រៅអាចកំបាំងក៏បបួលគ្នាសើចនឹងបរោះស្ដីឲ្យបរោះនោះថានាំបង្កើតក្តីថាបរោះឯងឈួតគ្មានជីដូនជីតាឯណាគេក្តីនឹងចន្ទាដូចនៅឯងនេះទេចាឯងទៅរកនរណាគេជំរះឲ្យចុះបរោះក៏នាំចន្ទាអស់ទៅក្នុងព្រះរាជវាំងពេលនោះជួនជាស្ដេចទ្រង់ចេញប្រថាប់នៅឯចុងព្រះរាជរោងទ្រង់បានទតឃើញស្ដេចទ្រង់ឲ្យអាមាត្យទៅហៅបរោះនោះមកហើយមានព្រះបន្ទូលសួរថាដំណើរដូចម្ដេចបានជាអ្នកដាក់ក្នុងចន្ទាហើយចង់អស់ដូច្នេះតើមកពីហេតុអ្វីបរោះនោះក្រាបទូលថាសូមព្រះមេត្តាប្រោះកាលពីដើមឡើយទូលព្រះបង្គំជាខ្ញុំបានយករបស់ទៅជីកកប់ក្រោមចន្ទានេះផ្ញើនឹងចន្ទាឲ្យចន្ទារក្សាឲ្យចន្ទានេះឲ្យមនុស្សលួចយកទៅអស់បានជាទូលព្រះបង្គំជាខ្ញុំពុំសុខចិត្តនឹងចន្ទានេះសោះស្ដេចមានព្រះបន្ទូលសួរទៅបរោះនោះថារបស់អ្វីខ្លះបរោះនោះក្រាបទូលថាខ្សែចងឯងមួយឆ្នាំងឆ្អិនឯងមួយនិងកែវអាចដើរលើទឹកបានមួយស្ដេចទ្រង់ជ្រាបទ្រង់ឲ្យបរោះយកចន្ទានោះមកថ្វាយព្រះអង្គ
ទ្រង់ឲ្យអាមាត្យយកទុកហើយទ្រង់មានព្រះបន្ទូលថាប្រពន្ធចៅឯងមានសហាយចៅឯងនៅនឹងយើងចោះរួចទ្រង់ក៏មានព្រះរាជទានសម្ពុតអាវឲ្យបរិសុទ្ធនោះស្លៀកពាក់បរិសុទ្ធនោះក៏ទៅគបម្រើស្ដេចប្រមាណជា3ថ្ងៃស្ដេចទ្រង់មានព្រះរាជទានព្រះភួសាឲ្យបរិសុទ្ធនោះទ្រង់ផ្ដាំថាចូលអ្នកឯងយកសម្ពុតដែលយើងឲ្យនេះទៅផ្ទះបើមានគេបបួលថាឲ្យមកមើលរបាំចូលអ្នកឯងកុំមកឯងឲ្យសម្ពុតនេះទៅប្រពន្ធឯងស្លៀកពាក់មកចោះបរិសុទ្ធនោះទទួលពាក្យព្រះរាជអង្គការរួចហើយក៏ថ្វាយបង្គំលាវិលទៅផ្ទះវិញឯប្រពន្ធឃើញប្តីបានសម្ពុតល្អធ្វើរឹកជាស្រឡាញ់ប្តីណាស់លុះព្រឹកឡើងស្ដេចឲ្យប៉ៅគង់ថាឲ្យអ្នកអាណាព្រះរាជានុរាស្ត្រទាំងអស់មកមើលរបាំត្បិតស្ដេចចាត់ចែងរបាំឲ្យអស់រាស្ត្រមើលអស់អ្នកស្រុកក៏បបួលគ្នាទៅមើលល្ខោនត្រហឹងអង្កងមេប្រពន្ធវាបបួលបរិសុទ្ធនោះថាអ្នកទៅមើលរាំនឹងគេដែរឬទេបរិសុទ្ធនោះថានាងឯងយកសម្ពុតនេះស្លៀកទៅមើលគេរាំចោះបងមិនទៅទេមេនោះឮប្តីឲ្យសម្ពុតល្អស្លៀកមើលរាំក៏នឹកអចង់យកទៅឲ្យសហាយវិស្លៀកត្បិតប្តីមិនទៅមើលទេមេនោះបានសម្ពុតក៏រលះរលាំងចុះដើរទៅស្កាត់រកសហាយឃើញហើយក៏ឲ្យសម្ពុតនោះទៅសហាយស្លៀករួចបណ្ដាលគ្នាទៅព្រះរាជវាំងចូលទៅដល់មើលល្ខោនឈរទៅទឹមគ្នាស្ដេចទ្រង់ឲ្យទាហានក្រុងវាំងដើរល្បាតបើឃើញនរណាស្លៀកសម្ពុតដែលយើងព្រះរាជទានឲ្យបរិសុទ្ធនោះទ្រង់ឲ្យហៅបរិសុទ្ធទាំងពីរទាំងប្រុសទាំងស្រីអ្នកពួកទាហានក្រុងវាំងក៏ហៅអានោះមេនោះមកថ្វាយស្ដេចទតឃើញមិនមែនជាបរិសុទ្ធទើបទ្រង់ឲ្យទៅហៅបរិសុទ្ធនោះមកទ្រង់សួរថាឯណាប្រពន្ធចៅឯងបរិសុទ្ធក្រាបទូលថានាងនេះហើយជាប្រពន្ធទូលព្រះបង្គំជាខ្ញុំស្ដេចទ្រង់មានព្រះបន្ទូលថាចុះប្រុសនេះចៅឯងស្គាល់ឬទេបរិសុទ្ធក្រាបទូលថាមិនដែលស្គាល់ទេស្ដេចទ្រង់ឲ្យយកសម្ពុតកញ្ចាស់មកឲ្យអាសហាយនោះវាផ្លាស់សម្ពុតថ្មីចេញហើយទ្រង់សួរថាសម្ពុតនេះចៅឯងបានមកពីណាអាសហាយនោះផិតភ័យណាស់ក៏ក្រាបទូលថានាងនេះឲ្យទូលព្រះបង្គំជាខ្ញុំស្លៀកស្ដេចត្រាស់សួរថាឯងលួចប្រពន្ធបរិសុទ្ធនេះមែនឬទេអាសហាយក្រាបទូលថាទូលព្រះបង្គំជាខ្ញុំលួចមែនទ្រង់សួរថាឯងលួចរបស់បរិសុទ្ធនេះគេកប់នៅក្រោមជណ្ដើរមែនឬទេអាសហាយនោះក្រាបទូលថាមែនស្ដេចទ្រង់ឲ្យបណ្ដើរអានោះទៅយករបស់ទាំងអស់នោះទ្រង់សួរបរិសុទ្ធនោះថារបស់នេះជារបស់ចាឯងមែនឬបរិសុទ្ធក្រាបទូលថានឹងហើយសូមទ្រង់អភ័យទោសឲ្យវាចោះឲ្យវាយកគ្នាជាប្តីប្រពន្ធចោះស្ដេចនឹងនិមឺនកោតចិត្តបរិសុទ្ធនោះក៏ទ្រង់លើកលែងទោសតាមពាក្យសុំបរិសុទ្ធនោះលើករបស់ទាំងអស់ថ្វាយស្ដេចដោយក្រាបទូលថាខ្សែនឹងដំបងនេះបើនរណាជាបច្ចាមិត្តសូមទ្រង់ប្រើខ្សែចងនឹងដំបងឲ្យវាយបច្ចាមិត្តនោះស្លាប់វិនាសទៅអស់ឯឆ្នាំងនេះបើទ្រង់សពព្រះតីនឹងសោយអ្វីគ្រាន់តែទ្រង់ប្រាប់ថាឆ្នាំងឆ្អិនឡើងព្រះសោយក៏ឆ្អិនដោយព្រះរាជហឫទ័យកែវជ្រូកនេះបើសពព្រះរាជហឫទ័យយាងលើទឹកក៏ទ្រង់យាងបានស្ដេចនឹកក្នុងព្រះតីថាទ្រព្យទាំងនេះជាទ្រព្យដែលមានតម្លៃនឹងរកទ្រព្យអ្វីគ្មានឲ្យស្មើនឹងតម្លៃរបស់បរិសុទ្ធនោះគ្មានទុកជាខ្លួនអញក្តីមហេសីអញក្តីបុត្រីអញក្តីទាំងទ្រព្យពេញនគរក្តីក៏ពុំស្មើនឹងរបស់បរិសុទ្ធនោះដែរហើយទ្រង់មានព្រះបន្ទូលទៅនឹងបរិសុទ្ធនោះថាអញគ្មានអ្វីនឹងតបថ្លៃទ្រព្យចៅឯងនោះទេតែមានតែបុត្រីនិងរាជសម្បត្តិអញសូមលើកទ្រព្យសម្បត្តិនេះឲ្យទៅចៅឯងបរិសុទ្ធក្រាបទូលថាសូមទ្រង់ព្រះមេត្តាប្រោសទូលព្រះបង្គំជាខ្ញុំជាមនុស្សក្រខ្សត់ពុំប្រាថ្នារាជសម្បត្តិនិងព្រះរាជបុត្រីល្អធូលីព្រះបាទទេបើទ្រង់ព្រះមេត្តាប្រោសសូមទ្រង់ព្រះរាជទានតែកំបិតបន្ទោសមួយចុះស្ដេចទ្រង់ជ្រាបដូច្នេះទ្រង់មានព្រះបន្ទូលឲ្យជាងយកដែកទៅសិតជាកំបិតបន្ទោសមួយកំបិតបន្ទោសនោះយកក្តារដាប់ត្រួត7ជាន់គ្រាន់តែអស់នឹងកាត់ដាច់មិនឲ្យដឹងខ្លួនទ្រង់ឲ្យគេធ្វើស្រោមដាក់ទ្រង់ព្រះរាជទានទៅបរិសុទ្ធនោះដោយហេតុតែស្ដេចព្រះរាជទានព្រះរាជបុត្រីនិងរាជសម្បត្តិបរិសុទ្ធនោះមិនយកទៅជាយកកំបិតបន្ទោសដងមួយបានជាអ្នកស្រុកគេសន្មត់ហៅថាចៅកំបិតបន្ទោសដងមួយតាមហេតុនោះចៅកំបិតបន្ទោសដងនោះ
ដើរទៅដល់នគរមួយទៀតក៏សុំស្នាក់នៅផ្ទះមហាសេដ្ឋីមួយសេដ្ឋីនោះមានកូនស្រីមួយគ្មានកូនប្រុសកាលបើឃើញចៅកំបិតបន្ទោះដងមួយមកសុំស្នាក់នៅដូច្នេះក៏មានចិត្តអាណិតស្រឡាញ់ឲ្យនៅធ្វើជាកូនចៅកំបិតបន្ទោះដងមួយតាំងពីបានមហាសេដ្ឋីធ្វើជាឪពុកថ្ងៃណាក៏ថែទាំរក្សាទ្រព្យសម្បត្តិរបស់ដាស់តៀនខ្ញុំកំដរឲ្យធ្វើការរកស៊ីមិនឲ្យមហាសេដ្ឋីព្រួយចិត្តឡើយមហាសេដ្ឋីក៏មានចិត្តអាណិតស្រឡាញ់ចៅកំបិតបន្ទោះនោះដូចជាកូនបង្កើតជួនជាពេលនោះស្ដេចទ្រង់ចង់ពិសោធន៍នាម៉ឺនមានប្រាជ្ញាចេះរក្សាទឹកដីជួសទ្រង់បានទ្រង់ក៏ឲ្យរៀបទីប្រតិនក្រាពុកព្រែកព្រំដាក់ចំណីអាហារបើមន្ត្រីណាត្រូវវេនចាំវាំងឲ្យស៊ីដេករៀងទៅអស់នាម៉ឺនក៏ទៅបរិភោគចំណីនោះហើយដេកនៅទីប្រតិននោះស្ដេចទ្រង់លោបចេញមកទតឃើញដេកពំភ្ញាស់ក៏ទ្រង់ឲ្យដាស់ឡើងចាប់យកទៅកាប់ចោលតែត្រូវនាម៉ឺនណាដេកវេននាម៉ឺននោះស្លាប់ដល់វេនសេដ្ឋីក៏ឲ្យប្រពន្ធរៀបចំធ្វើបន់ខ្លួនដែលនឹកគិតថាតែទៅដល់វេនហើយមិនដឹងនរណារស់មួយទេអស់ប្រពន្ធកូនបងប្អូនញាតិសន្តានខ្ញុំកំដរយំត្រហោអង្កងសេដ្ឋីដេកសន្ធឹកសន្ថីអាហារចំណីក៏ពុំបរិភោគចៅកំបិតដងមួយឮគេយំរកគ្នាក៏ទៅសួរមហាសេដ្ឋីជាឪពុកថាលោកឪពុកហេតុអ្វីបានជាយំត្រហឹងអង្កងហើយលោកឪពុកសម្រានសន្ធឹកសន្ថីអាហារចំណីក៏មិនពិសាដូច្នេះតើមានហេតុការអ្វីសូមលោកឪពុកប្រាប់ខ្ញុំឲ្យបានដឹងផងមហាសេដ្ឋីឮចៅកំបិតបន្ទោះដងមួយសួរដូច្នេះក៏ប្រាប់កូនថាអោកូនអើយឪពុកបានអ្នកមកធ្វើកូនថ្ងៃណាឪពុកគ្មានទាស់ចិត្តទេឪពុកនឹកថានឹងបានទៅរក្សាអ្នកនិងទំនុកបំរុងអ្នកឲ្យស្នងឪពុកឥឡូវឪពុកស្លាប់ងាកនេះហើយត្បិតស្ដេចឲ្យទៅដេកចាំវាំងតែនាម៉ឺនណាទៅដេកមុខជាស្លាប់ពុំខានបើអត់ឪពុកទៅកូនត្រូវនៅរក្សាម្ដាយនិងប្អូនស្រីផងឯចៅកំបិតបន្ទោះមួយដងឮឪពុកប្រាប់ដូច្នេះក៏ជម្រាបលោកឪពុកថាសូមលោកឪពុកក្រោបឡើងពីសាក្រយ៉ាចុះការដេកចាំវាំងលោកឪពុកកុំថប់ទុកងារឲ្យខ្ញុំសូមទៅដេកស្លាប់ជំនួសលោកឪពុកមហាសេដ្ឋីថាណាហើយកូនខ្លួនអ្នកនៅក្មេងខ្លួនឪពុកចាស់ហើយក៏ល្មមនឹងស្លាប់ដែរចៅកំបិតបន្ទោះដងមួយជម្រាបមហាសេដ្ឋីជាឪពុកថាការទៅដេកចាំវាំងបើនរណាទៅដេកមិនដឹងកលក៏ស្លាប់បើដឹងកលមិនស្លាប់ទេឯនិមន្តទាំងអស់ដែលស្លាប់នោះសិតតែគ្មានដឹងកលទេមានតែខ្ញុំទើបដឹងកលស្ដេចមហាសេដ្ឋីឮចៅកំបិតបន្ទោះនោះនិយាយដូច្នេះក៏ក្រោបឡើងបរិភោគបាយទឹកលុះល្ងាចឡើងចៅកំបិតបន្ទោះក៏កាន់កំបិតនោះចុះដើរទៅលុះដល់វាំងអស់ពួកព្រះក្រាប្រគល់របស់ដែលរៀបចំបំរុងនោះឲ្យចៅកំបិតបន្ទោះដងមួយនឹកថាឲ្យស្ដេចនេះទ្រង់សពព្រះតីរើសនាម៉ឺនណាមានគំនិតល្អអាចរក្សាទឹកដីបានជាទ្រង់ពិឃាតយ៉ាងនេះចៅកំបិតបន្ទោះដងមួយពុំដេកសោះថយទៅអង្គុយចម្ងាយពីយាមពីទីនោះលុះអាត្រៀតស្ងាត់ស្ដេចខ្លែងព្រះអង្គចេញចៅកំបិតបន្ទោះឃើញស្គាល់ជាស្ដេចក៏សង្ងំពួនបាំងនៅសសរស្ដេចយាងមកដល់ទ្រង់ទតឃើញចំណីនៅដដែលក៏ទ្រង់ព្រះសន្ធិដ្ឋក្បែរសសរចៅកំបិតបន្ទោះមួយស្រែកថាកាប់អាចោមកពីណាមកលួចទ្រព្យសម្បត្តិរបស់ស្ដេចភ្ញាក់ហើយទ្រង់រត់ទៅចៅកំបិតបន្ទោះក៏ស្ទុះរត់ទៅតាមស្ដេចទ្រង់ពេចនឹងសសរចុះព្រះរាជរោងចៅកំបិតបន្ទោះធ្វើជាកាត់ផុតមិនឲ្យត្រូវតែសសរចុះព្រះរាជរោងស្ដេចទ្រង់កិច្ចពីសសរមួយទៅសសរមួយគ្រប់តែសសរចៅកំបិតបន្ទោះកាប់បង្ខុសពីស្ដេចឲ្យត្រូវនឹងសសរគ្រប់តែសសរចុងព្រះរាជរោងដោយមិនដឹងថាវាដាច់តើតែស្ដេចស្រែកថាអញទេអញជាស្ដេចទើបចៅកំបិតបន្ទោះដងមួយលេងដេញស្ដេចក៏ចូលទៅក្នុងព្រះរាជដំណាក់ចៅកំបិតបន្ទោះក៏វិលមកកន្លែងដដែលលុះព្រឹកឡើងចៅកំបិតបន្ទោះទៅដល់ផ្ទះមានខ្យល់បក់មកឯក្រោយក៏រំលំចុងព្រះរាជរោងទាំងអស់ស្ដេចទ្រង់សួរថាវេននរណាដេកចាំវាំងយប់មិញអាមាត្យក្រាបទូលថាត្រូវវេនមហាសេដ្ឋីស្ដេចទ្រង់ឲ្យអាមាត្យសួរហៅមហាសេដ្ឋីថាលោកអ្នកណាដេកចាំវាំងយប់មិញមហាសេដ្ឋីប្រាប់ថាកូនខ្ញុំអាមាត្យថាឥឡូវនេះសត្រូវវាកាប់ចុងព្រះរាជរោងរលំហើយបានជាស្ដេចទ្រង់ឲ្យហៅលោកទៅមហាសេដ្ឋីលើអាមាត្យប្រាប់ដូច្នេះ
ក៏ផិតភ័យនឹកថាអោកើនអើយសុំខ្លួនទៅដេកចាំវាំងជំនួសឪពុកនឹកថាឲ្យបានសេចក្តីសុខឥឡូវនេះម្ដេចក៏ឲ្យសត្រូវចូលទៅកាប់ចុងព្រះរាជរង្សបានមហាសេដ្ឋីក៏បារម្ភខ្លួនក្រែងស្លាប់លុះដើរទៅដល់ចុងព្រះរាជរង្សឃើញចុងព្រះរាជរង្សរលំអស់រឹតតែផិតភ័យជាថ្មីអាមាត្យក៏នាំមហាសេដ្ឋីទៅដល់ស្ដេចទ្រង់សួរថាមហាសេដ្ឋីត្រូវវេនអ្នកឬអ្នកណាយប់មិញមហាសេដ្ឋីក្រាបទូលថាត្រូវវេនទូព្រះបង្គំជាខ្ញុំស្ដេចមានព្រះបន្ទូលថានរណាដេកចាំវាំងសេដ្ឋីទូលថាកូនទូព្រះបង្គំជាខ្ញុំទទួលព្រះរាជទានដំណេកចាំវាំងទ្រង់មានព្រះបន្ទូលថាមហាសេដ្ឋីអ្នកមានកូនប្រុសពីកាលណាក្រែងមានតែកូនស្រីឬទេមហាសេដ្ឋីក្រាបទូលថាសូមទ្រង់ព្រះមេត្តាប្រោសកូនរបស់ទូព្រះបង្គំជាខ្ញុំនេះកំព្រាមិនដឹងជាមកពីណាទេទូព្រះបង្គំជាខ្ញុំឃើញកំព្រាក៏សូមជាកូនត្បិតគ្មានកូនប្រុសស្ដេចមានព្រះបន្ទូលថាបើដូច្នេះឲ្យហៅមកអាមាត្យក៏រត់ចុះទៅហៅចៅកំបិតបន្ទោះមួយដងមហាសេដ្ឋីរត់តែភ័យនឹកថាអោកូនអើយសមស្លាប់ជាមួយនឹងឪពុកថ្ងៃនេះជាប្រកាសពុំលែងអាមាត្យដែលហៅចៅកំបិតបន្ទោះលុះទៅដល់ប្រាប់ប្រពន្ធមហាសេដ្ឋីថាអ្នកស្រីស្ដេចទ្រង់ឲ្យហៅកូនប្រុសអ្នកនាងជាប្រពន្ធមហាសេដ្ឋីថាអោអ្នកអាមាត្យអើយឥឡូវវាដេកទៅហើយព្រោះយប់មិញទៅដេកចាំវាំងអត់ងងុយតព្រឹកអាមាត្យថាទេបើទុកជាអត់ងងុយយ៉ាងណាក៏ដាស់ឡើងត្បិតស្ដេចទ្រង់ហៅព្រះបញ្ជាប្រពន្ធមហាសេដ្ឋីប្រណីកូនមិនហ៊ានដាស់បញ្ជូនកូនស្រីទៅដាស់ថានាងឯងទៅដាស់បងឡើងឯនាងកូនស្រីប្រកែកថាទេម៉ែខ្ញុំមិនហ៊ានដាស់ទេព្រោះគាត់ទៅនឹងសម្រាញអំបាញ់មិញចៅកំបិតបន្ទោះឮគេមាត់ក៏រលឹកឡើងចេញទៅក្រៅម្ដាយឃើញកូនរលឹកប្រាប់កូនថាកូនស្ដេចទ្រង់ហៅកូនទៅឥឡូវរាជបម្រើគេអង្គុយតែចាំចៅកំបិតបន្ទោះក៏លុកមុខសិតសក់ឆ្លុះកញ្ចក់ស្លៀកសំពត់ចុះទៅជាមួយអាមាត្យទៅដល់ស្ដេចមានព្រះបន្ទូលសួរថានឹងហើយឬកូនអ្នកឯងមហាសេដ្ឋីមហាសេដ្ឋីទូលថាសូមទ្រង់ព្រះមេត្តាប្រោសនឹងហើយកូនទូព្រះបង្គំជាខ្ញុំស្ដេចទ្រង់សួរថានរណាដេកចាំវាំងយប់មិញចៅកំបិតបន្ទូលដងមួយក្រាបទូលថាទូព្រះបង្គំជាខ្ញុំទទួលព្រះរាជដំណេកយប់មិញស្ដេចទ្រង់ព្រះសម្ដាប់ហើយទ្រង់មានព្រះបន្ទូលទៅមហាសេដ្ឋីថាមហាសេដ្ឋីការដែលដាច់រំលំព្រះរាជរង្សអញអស់នេះអញពុំមានចិត្តខឹងទេធ្វើឡើងជាថ្មីទៀតបានតែរើសរកមនុស្សដោយកូនអ្នកនេះពុំបានទេនេះហើយទើបគេហៅថាមនុស្សពេញលក្ខណៈហើយទ្រង់សួរថាចៅឯងឈ្មោះអ្វីចៅកំបិតបន្ទូលដងមួយក្រាបទូលថាទូព្រះបង្គំជាខ្ញុំចៅកំបិតបន្ទូលដងមួយស្ដេចមានព្រះបន្ទូលថាចៅកំបិតបន្ទូលយប់មិញដែលឯងដេញកាប់អញនោះតើកំបិតឯងនេះជាអ្វីចៅកំបិតបន្ទូលដងមួយក្រាបទូលថាទូព្រះបង្គំជាខ្ញុំកាប់នឹងកំបិតបន្ទូលដងមួយនេះឯងទ្រង់មានព្រះបន្ទូលថាចៅឯងយកកំបិតបន្ទូលនោះមកមើលបើថាឯងកាប់នឹងកំបិតបន្ទូលនោះមែនចៅកំបិតបន្ទូលដងមួយទូលថាសូមទ្រង់ព្រះមេត្តាប្រោសបើទ្រង់ចង់ជៀបថាកំបិតបន្ទូលនេះមុតឬមិនមុតទ្រង់ឲ្យយកក្តារមកដាក់តម្រួចគ្នាជា7ជាន់ទូព្រះបង្គំគ្រាន់តែអស់ថ្វាយទតមើលស្ដេចពុំជឿទ្រង់បង្គាប់ឲ្យអាមាត្យយកក្តារមកដាក់ត្រួតគ្នាជា7ជាន់ហើយទ្រង់ឲ្យចៅកំបិតបន្ទូលដងមួយយកកំបិតបន្ទូលនោះទៅអស់ដើម្បីទតមើលចៅកំបិតបន្ទូលដងមួយក៏យកកំបិតនោះទៅអស់កាត់ទទឹងរួចស្ដេចទ្រង់សួរថាដាច់ហើយឬនៅចៅកំបិតបន្ទូលដងមួយក្រាបទូលថាដាច់ហើយស្ដេចមានព្រះបន្ទូលថាបើដាច់ហើយម្ដេចក៏គ្មានស្នាមចៅកំបិតបន្ទូលដងមួយក្រាបទូលថាសូមព្រះមេត្តាប្រោសបើទ្រង់ពុំជឿឲ្យមនុស្សទាញចុងដើរមើលទើបទ្រង់ជ្រាបថាដាច់ឬមិនដាច់ស្ដេចឮចៅកំបិតបន្ទូលដងមួយក្រាបទូលដូច្នេះទ្រង់ឲ្យអាមាត្យចាប់ទាញចុងដើមឃើញដាច់ពីគ្នាមែនការទ្រង់ទតឃើញដូច្នេះទើបទ្រង់ភ័យជាក្រោយដោយទ្រង់នឹកប្រតិថាយប់មិញប្រសិនបើចៅកំបិតបន្ទូលដងមួយកាប់ត្រូវអញសមនឹងស្លាប់បាត់អាសាគ្មាននរណាដឹងសោះនេះហេតុតែបុណ្យអញបានជាមិនស្លាប់ព្រះមហាក្សត្រទ្រង់ទតយល់ដូច្នេះហើយទ្រង់មានព្រះបន្ទូលប្រាប់មហាសេដ្ឋីថាកូនអ្នកឯងនេះទៅជាពេញជាមនុស្សចេះរក្សាទឹកដីមែនអាចធ្វើជាមន្ត្រីរក្សាស្ដេចបានមន្ត្រីអញទាំងអស់ដែលស្លាប់ទៅនោះគ្មាននរណាមួយចេះដឹងត្រូវខុសទេរក្សាទឹកដីរក្សាស្ដេចពុំបានទេ
tí cần này anh vì hiện đế chấm này anh vì hiện sĩ bao chấm này nâng đầm này anh vì hiện thua dần này hơi bao percent anh mình nỡ mơ tới chật này mớn đại anh xem làm ní và hai chịu vì hiện làng đế nâng propon con anh mình đầy hơi trống bằng quắp mà ha sẽ thầy thà mà ha sẽ thầy con say rồi bỏ nè trời nè điệp xăm cốm ao chia propon trai cầm bật bẩn tu mũi đòn mà ha sẽ thấy nâng trái cầm bật bẩn tu mũi có thoái bằng cồm lia sẽ đạch tàu vĩnh mà ha sẽ thấy có riệp thua rôm cá lá đầm bầy riệp cá cồn sấy xong cũng nâng trái cầm bật bẩn tu nụ hơi mà ha sẽ thấy anh chơi ở nẹm mục cá ốc nhá bên nhiệt pré chấm tiếu con náng sạch nhiệt chật khang móc bị xả cả đọc bàn rực pía pê lõ có riệp bị thi một cổ cá trong đáy oi bổ cháy xong trai cũng bật bẩn túc nâng cồn sấy chỉ vào đây propon sạch bò để bố chia sốc ra bài ai trai cũng bật bẩn túc luôn miên propon cá ná bông miên chơi cho ổ lời tàn từ qua sẽ đánh sắp sắp thằng này rút pra rì chia căn từ cha chờ riết tới trung nực không pra chân đàn thà anh cha chờ riết nè hơi rốt bật trà khmiên miên tại bật trầy ông nó bị anh tới nó cô anh nâng sồn pro khmiên cô ná nâng soi riêng ai lần ní khơi trái còn bật bẩn tù này anh vì miếng chấm nè phải nhá cái gì mi diệt lõ được chứ nè cô anh xong cùng bật trầy anh oi từ vía oi vía soi riêng nòng anh rẽ xa o anh pro chia nô riêng cho sẽ đặt trong pre đầm riêng không pre chân đá tại phần nè có trong bên chia oi xong rong bằng của apie pía oi hò con cú rope viliana lõ trong oi mà ha sẽ thấy cha cầm bật đòn muối từ thoái bằng cùng pre óng trong apisat oi soi riêng sầm bắn rẽ xa o ana pre chia nô riêng chỉ sốc sập bài từ ai côn mà ha sẽ thấy có trong dỗ nói chỉ mùi khnia sẽ đặt cha cầm bật bẩn túc trong oi mà ha sẽ thấy thôi chỉ kẹ mà hai sấy xâm rắp thôi đi chỉ cả rẽ xa nó có snong pre ong còi bị pre mà hạt sắt chỉ pre về đẹp bầy đá trong cha chờ địa trong soi tì vùng cột to tứ sẽ đặt cha cầm bật bẩn tu oi thôi sẽ là song mê rục prasad bồ chia pre bầy đá miệt đá thôi bồn chlong hơi thôi pre chặt đấy bên cho pre thiết tăng pi ong sẽ đặt cầm bật bẩn tu có cùng nơi chỉ sụp ở tục sau rục kia biết biển lời hơi trống trong từ thoại bằng cùng sẽ đách đại trong thua cầm bật bẩn tu pra rít chật tiền cá bị mồn đá chia bỏ ra lời rút oi mình tây riệp pol thmer chướng riệp prati nén prati xinh rụi hơi trong phát đam a kẹm hai sấy oi thay để xa pra rít chụp viếng mơ pra a kẹm hai sấy từng pí hai sẽ đách riêng prati nén bo trình từ bảy khé từ đỏ lục sẽ đách riêng từ đỏ hơi có trong oi ama chốt từ tuổi thà ta bật sẽ đách cầm bật bẩn tu đòn muối cá đàm lới thoai sai tròn đầm bong vì ánh năng chân ánh nâng cài trục đà lực tắc hai trong oi cầm bật bẩn tu đòn rít nút ai lỡ bán soi rít chỉ sẽ đách chỗ mà thoai bằng cung pre ong ama tu pre bẩn đám có thoai bằng cung tu sẽ đách nút tam pre rít bên chia sẽ đách nút trong chi riệp có trong oi riệp tu giang mà hó là rật amat vờ tu sẽ đách cầm bật bẩn tu nụ vĩnh sẽ đách mà cha nó có sống pre ong sẽ đách giang chỗ từ chắp ta bật trong rồi lực nè ai sẽ đánh cầm bật bẩn tú có trong oi phụ Singapore đằng hai pre ong dừng từ sẽ đánh cha nó cô tốt khơi cầm bật bẩn tú nụ mót khơi plate stir tại bông score có trong cho pre chả rốn mót tu chập pre hóa nòm làng tới hai trong riệp chụp liếng ở phụ niệm mơn sập một mình thấy oi xì phất sập bài hai sẽ đánh nó cố trong cực khăn phải tẩy thà khuôn ánh trả hơi miếng bật ra năng sợi rít sòng ai lời trai cầm bật bẩn tu ní miền bẩn na ban sợi rít chỉ sạch anh miền bật đầy mùi mình đang oi tơ nổ nà tì trong miền pre đầm rè đôi chân này hơi có trong oi rít mông cổ cá api pía xăm cung bật đầy rồi bọc luôn năng sạch cầm bật bẩn tu nút api set oi sợi rít chỉ sạch ai xài tròn đầm bong vía năng chân ánh cao trúc sạch chia pre bầy đá lơ pre rít chỉ tiến oi từ pre rít chỉ bật tiếng ọt sạch cầm bật bẩn tuลูกบานซอยริโนโกตั้งปีหายนักดอกบองปลอดสกจันตรงกับปลาเอายกปีสกจันมอกเอาทัวเชียอาเกะมหาเสนาปะไดสไดการิจกาทมเนกนงโกหายสไดกำบัดบรรทุถวายบังคมเลียเปรมิดาบิดาดำบ้องอ่อยเมริจกาเรศาเวียงหายสไดเยี่ยงเวลเตนโกวิงแต่งเยียงเตอเยียงมกโตดเคยกาขอตรึไทยเรศาออาณาประเจนเรียchỉ sốc sờ bài to riêng từ nơi nà cũng đấy doประปุ่นมือมาได้ขมิด
ដេកយប់កុំនិយាយនឹងស្រីរឿងចៅកំបិតបន្ទោះចប់ដោយបរិបូរណ៍ប្រជុំរឿងព្រេងនិទានខ្មែរសូមជូនរឿងខ្ពើមអាចជីដំរីខ្ពើមក្តីឡើងចុងថ្នោតកាលពីព្រេងនាយមានបរិសម្នាក់ខ្ពើមក្តីទៅឡើងចុងថ្នោតហើយយកស្លឹកថ្នោតចាក់ស្មុកចាក់ធ្វើរូបសត្វផ្សេងហើយគិតថាអញលក់ស្មុកទាំងអស់នេះយកប្រាក់ទៅទិញសម្លៀកបំពាក់និងទិញក្របីធ្វើស្រែហើយនឹងលុះខ្ញុំប្រើបើកាលណាអញប្រើវាមិនបានអញនឹងធាក់វាថាតែប៉ុណ្ណេះក៏យកជើងធាក់ចាក់ស្មុកធ្លាក់មិនតិចតួចធ្លាក់តតែផ្លាត់ជើងធ្លាក់ពីលើចុងថ្នោតតែបរោះនោះប្រវាចាប់ស្លឹកថ្នោតជាប់ដូចជាគេចំជួរតែតោនៅទីនោះបរោះនោះភ័យណាស់មិនដឹងបើនឹងកណនាឡើយពេលនោះបរោះម្នាក់ទៀតដែលខ្ពើមអាចជិះនៅលើខ្នងដំរីក៏បោដំរីនោះទៅលុះដល់ក្រោមដើមថ្នោតបរោះខ្ពើមក្តីក្រឡេកឃើញក៏ស្រែកហៅថាអោអ្នកជិះដំរីមេត្តាជួយយកអាយុខ្ញុំផងបរោះជិះដំរីក្រឡេកឃើញបរោះខ្ពើមក្តីតោងធៀងថ្នោតព្យួរខ្លួននៅទីនោះក៏ឆ្លើយតបទៅវិញថាមិនដឹងជួយដូចម្ដេចទេបរោះនៅលើចុងថ្នោតថាអ្នកឯងជួយបរដំរីមកទីខាងក្រោមខ្ញុំហើយអ្នកឯងឈរទាញជាងខ្ញុំចុះបរោះជិះដំរីលឺហើយក៏បរដំរីទៅពីក្រោមរួចត្រប់ឈរពីលើខ្នងដំរីលើកដៃប្រវាចាប់ជើងកំពុងតែចាប់ជើងដំរីនោះដូចគេទទួលដេញវាដើរទៅបរោះទាំងពីរនាក់ក៏ព្យួរតែតោនៅទីនោះបរោះខាងលើភ័យពេករីអាចដាក់ក្បាលបរោះខាងក្រោមបរោះពីរនាក់ភ័យណាស់មិនដឹងធ្វើដូចម្ដេចក្នុងវេលានោះមានបរោះទំពេកទាំង4ដើររកស៊ីកាន់ក្តីលុះដើរទៅដល់កន្លែងនោះបរោះពីរនាក់ដែលតោងធៀងថ្នោតនោះស្រែកថាណែលោកទាំង4ដើរនោះសូមមេត្តាជួយខ្ញុំផងសឹមខ្ញុំទៅបម្រើលោកបរោះទំពេក4នាក់លឺងើបមើលទៅឃើញបរោះ2នាក់នោះក៏ជុំគ្នាថាយើងទាំង4នាក់តាំងពីដើមរកស៊ីកាន់ក្តីមកយូរថ្ងៃខែឆ្នាំណាស់មកហើយមិនដែលបានខ្ញុំបម្រើសោះឥឡូវយើងគិតយកអា2នាក់នោះមកធ្វើជាខ្ញុំយើងគិតដូច្នេះហើយបរោះ4នាក់នោះដើរចូលទៅក្រោមដើមថ្នោតក៏និយាយថាយើងមិនដឹងធ្វើដូចម្ដេចទេបរោះ2នាក់ថាអោលោកយកសម្ពុតនោះចងនឹងកលោកម្នាក់មួយជ្រុងហើយឈរទាញឲ្យតឹងពីក្រោមខ្ញុំនឹងទម្លាក់ខ្លួនពីលើសម្ពុតនោះបរោះ4នាក់ស្ដាប់ហើយក៏ធ្វើតាមពាក្យបរោះ2នាក់នោះស្រេចហើយបរោះ2នាក់ទម្លាក់ខ្លួនមកចំសម្ពុតនោះឯបរោះទាំង4នាក់ក៏ទង្គិចក្បាលគ្នាស្លាប់អស់ទៅបរោះ2នាក់ដឹងថាបរោះ4នាក់នោះស្លាប់ហើយផិតភ័យណាស់លុះយប់មានផ្ទះយាយចាស់ម្នាក់ប្តីគាត់មិននៅទៅធ្វើចំការបរោះ2នាក់ក៏នាំគ្នាសែនខ្មោចបរោះទំពេក4នាក់នោះយកទៅដាក់នៅរាហាផ្ទះនោះហើយនាំគ្នារត់បាត់ទៅលុះព្រឹកឡើងយាយចាស់ភ្ញាក់ពីដេកចេញទៅលុបមុខខាងក្រៅឃើញខ្មោចនោះហើយភ្ញាក់ព្រឺថាយីខ្មោចអ្វីមកស្លាប់នៅទីនេះថាហើយក៏អុកខ្មោចនោះមួយម្ដងមួយយកទៅដាក់ក្នុងផ្ទះហើយយកខ្មោចនោះមករុំសម្ពុតសយកមកដាក់ខាងក្រៅផ្ទះយំទូញថាប្តីស្លាប់ហើយដើរទៅរកអ្នកស្រុកឲ្យជួយយកទៅកប់អ្នកស្រុកជួយយកខ្មោចនោះទៅកប់ហើយត្រឡប់មកផ្ទះវិញលុះស្អែកឡើងយាយចាស់ធ្វើដូចមុនទៀតប្រាប់គេថាប្តីខ្លួនត្រឡប់មកវិញអ្នកស្រុកគេក៏ជួយទៀតលុះខាងស្អែកឡើងយាយធ្វើយ៉ាងនេះដដែលតតែគ្រប់ខ្មោចទាំង4នាក់អ្នកស្រុកគិតគ្នាថាយើងទៅវាខ្មោចនោះក្រែងមកទៀតគិតហើយនាំគ្នាទៅចាំនៅផ្លូវដែលយកខ្មោចនោះទៅកប់លុះប្រលប់តាប្តីយាយនោះអស់អង្គ
ត្រឡប់ពីចំការមកយកអង្ករស៊ីលីឆ្នាំងមួយមកផងមកដល់ប្រទះនឹងពួកអ្នកស្រុកដែលគេចាំនោះគេស្រែកថាកនយើងមកទៀតហើយគេនាំគ្នាដេញវាយតានោះស្រែកថាខ្ញុំទេខ្ញុំមកពីចំការគេថាឯងស្លាប់ហើយទៅហើយមកវិញ 4-5 ដងឲ្យតែគេលំបាកគេក៏វាយតានោះទាល់តែស្លាប់ទៅខ្ពើមអាចជីកដំរីខ្ពើមក្តីឡើងចុងឈើរឿងខ្ពើមអាចជីកដំរីខ្ពើមក្តីឡើងចុងត្នោតចប់ដោយបរិបូរណ៍ប្រជុំរឿងព្រេងនិទានខ្មែរសូមជូនរឿងចាប់ស្រុកនិងចាប់ព្រៃកាលពីព្រេងនាយមានចាប់ស្រុកនិងចាប់ព្រៃដើររកស៊ីដោយពួកជារាល់ថ្ងៃខាងចាប់ស្រុកមានមេបាប្រដៅថាបើរកស៊ីកុំជជែកឆ្លោះគ្នាឲ្យលឺមាត់កឹងកងឡើយឲ្យប្រយ័ត្នខ្លួនបើព្រានវិយល់ត្រូវឲ្យបបួលគ្នាខំហើតួលុកឲ្យរបើកដើម្បីនឹងឲ្យរួចរស់ជីវិតពួកចាប់ស្រុកក៏ធ្វើតាមដំបូន្មានមេបាប្រដៅតែងដើររកស៊ីមិនសូវហ៊ានមាត់ឲ្យលឺកឹងកងទេជួនកាលបើព្រាវវិលុបត្រូវក៏បបួលគ្នាខំហើតួលុបព្រានបានរួចជីវិតតែងរៀងមកមានការថ្ងៃមួយពួកចាប់ព្រៃនិងចាប់ស្រុកហើរចេញទៅរកស៊ីជួបប្រទះនឹងវងគ្នានៅក្បែរដើមត្រែងមួយគុំពួកចាប់ព្រៃទុំនៅខាងក្រោមពួកចាប់ស្រុកទុំនៅខាងលើក៏បាក់មេត្រែងពីលើមកត្រូវក្បាលចាប់ព្រៃនិយាយប្រកាន់ទៅចាប់ស្រុកថាហេតុអីក៏កាច់មេត្រែងទម្លាក់មកឲ្យត្រូវក្បាលពួកយើងចាប់ស្រុកក៏និយាយប្រាប់ទៅចាប់ព្រៃវិញថាយើងមិនបានកាប់មេត្រែងឲ្យបាក់ត្រូវក្បាលអ្នកទេគឺមេវាបាក់ដោយខ្លួនឯងទេតើពួកចាប់ព្រៃជាពួកដែលឥតកាន់ដំបូន្មានមិនពិចារណាឲ្យឃើញខុសត្រូវក៏បបួលគ្នាឡើងបង្កហេតុបង្កើតចំនួននឹងពួកចាប់ស្រុកឆ្លោះគ្នាទៀតចាប់ស្រុកពោលទៅចាប់ព្រៃថាបើពួកឯងគ្រាន់បើហេតុម្ដេចក៏មិនបំរាស់ឲ្យរួចពីលុបទៅចាប់ព្រៃក៏ពោលរកមកចាប់ស្រុកវិញថាបើពួកឯងគ្រាន់បើហេតុដូចម្ដេចក៏មិនបំរាស់ឲ្យរួចពីលុបនេះទៅបានតែពាក្យបញ្ជូនគ្នាទៅវិញទៅមកមិនគិតបំរាស់ឲ្យរួចជីវិតសោះកំពុងតែឆ្លោះគ្នាស្រាប់តែព្រានក្រសោបឡើងចាប់បានទាំងចាប់ទាំងអស់ក៏ពិឃាតខ្សែជីវិតអស់ទៅនេះហើយចាប់ស្រុកជាពួកចាប់ល្អតែខកខ្លួនរកស៊ីជួបជោនឹងវងចាប់ព្រៃជាពួកចាប់ប្រព្រឹត្តអាក្រក់មានរឿងឆ្លោះទាស់តែងគ្នាតតែព្រានវាលបត្រូវស្លាប់ទាំងអស់គ្នាចោតគេដោយស្មានត្រឡប់បានក្តីទុករឿងចាប់ស្រុកនិងចាប់ព្រៃចប់ដោយបរិបូរណ៍ជុំរឿងព្រេងនិទានខ្មែរសូមជូនរឿងបរោះដណ្ដឹងប្រពន្ធកាលពីព្រេងនាយមានបរោះម្នាក់ចង់បានប្រពន្ធទៅដណ្ដឹងកូនគេម្នាក់ម្ដាយឪពុកគេថាបើចង់បានកូនជាប្រពន្ធលុះតែឲ្យយើងចង់ត្រាំទឹកបាន3យប់ទើបយើងឲ្យកូនបានបរោះនោះក៏ព្រមឲ្យគេចង់ត្រាំទឹកដល់ត្រាំទឹកបាន2-3យប់បរោះនោះឃើញភ្លើងឆេះលើកំពូលភ្នំក៏លើកដៃឡើងអាំងលេងគេមើលមកឃើញថាបរោះនោះអាំងភ្លើងគេមិនឲ្យកូនជាប្រពន្ធឡើយបរោះនោះខឹងណាស់ទៅប្តឹងចៅក្រមឲ្យទៅកោះហៅម្ដាយឪពុកខាងស្រីនោះមកជំរំជម្រះចៅក្រមយកសំណូកពីអ្នកចង់ក្តីក៏កាត់ថាចៅឯងត្រូវចាញ់គេហើយមិនត្រូវបានកូនគេទេបើដូច្នេះ
ចៅឯងទៅរៀបបាយយកមកឲ្យយើងស៊ីឯចៅនោះឮចៅក្រមកាត់ថាមិនត្រូវបានកូនគេជាប្រពន្ធហើយគេប្រើតែឲ្យរៀបបាយស៊ីទៀតក៏តូចចិត្តណាស់ដើរបណ្ដើរយំបណ្ដើរទៅប្រទះនឹងសុភាទន្សាយសុភាទន្សាយសួរថាថ្វីបងក៏បានជាយំបរិសនោះក៏ប្រាប់តាមដំណើរសពគ្រប់ប្រការសុភាទន្សាយសួរថាគេឲ្យបងឯងទៅណាបរិសនោះថាឥឡូវគេប្រើឲ្យទៅរៀបបាយសុភាទន្សាយថាបងរៀបរួចមកយកអញទៅផងអញទៅជួយជំរុំជម្រះតែអញទៅមុខជាឈ្នះហើយបើបងឯងរៀបបាយមកស្លកុំដាក់អំបិលប្រហុកដាក់ក្បែរខាងនោះស្លតែត្រីនិងបន្លែបានហើយបរិសនោះឮសុភាទន្សាយអួតដូច្នេះក៏អរណាស់ខំទៅរៀបបាយដោយបង្គាប់សុភាទន្សាយហើយក៏យកមកជូនគេពីរនាក់នឹងសុភាទន្សាយទៅដល់ចៅក្រមឃើញសុភាទន្សាយមកក៏សួរថាបងទន្សាយមករកអ្វីសុភាទន្សាយថាមកជួយជំនុំកាត់ក្តីលោកចៅក្រមថាចាំស៊ីបាយឆ្អែតសិនឯចៅក្រមដល់ស៊ីបាយនោះទៅសួរថាស្លអ្វីក៏សាបម្លេះសុភាទន្សាយឆ្លើយថាភ្លើងឆេះលើកំពូលភ្នំថាក្តៅដល់ចុះអំបិលប្រហុកដាក់ក្បែរនោះម្ដេចក៏បានជាមិនប្រៃដល់សុភាទន្សាយឆ្លើយតែប៉ុណ្ណេះចៅក្រមទ័រប្រាជ្ញាទើបកាត់ក្តីឲ្យបរិសនោះឈ្នះឲ្យបានប្រពន្ធនោះចេះឯងឲ្យក្រែងចេះគេរឿងបរិសដណ្ដឹងប្រពន្ធចប់ដោយបរិបូរណ៍ប្រជុំរឿងព្រេងនិទានខ្មែរសូមជូនរឿងទេវតាសេកសាយកាលពីព្រេងនាយមានមនុស្សក្រខ្សាត់ពីរនាក់ប្តីប្រពន្ធមានកូនប្រុសមួយកូននោះកើតឡើងវេលាណាមានទេវតាអាក្រក់មកថែរក្សាសេកសោយតាំងពីទេវតាអាក្រក់មកសេកសោយក្មេងនោះឪពុកម្ដាយក៏ស្លាប់ចោលអស់ទៅក្មេងនោះនៅជាមួយនឹងជីដូនក៏ថែរក្សាដល់រាប់ដល់អាយុ20ឆ្នាំថ្ងៃមួយក្មេងនោះចូលទៅក្នុងព្រៃដើម្បីរកអស់កំពុងតែកាន់អស់មានទេវតាមួយអង្គមកទៀតជាទេវតាល្អជួយឲ្យជំរុងចម្រើនយុស័ក្តិភោគៈបរិបូរណ៍ទេវតានោះនិយាយនឹងទេវតាអាក្រក់ថាតាំងពីអ្នកឯងចូលមករក្សាមនុស្សនោះកាលណាម្ដាយឪពុកគេស្លាប់ចោលអស់ហើយគ្នាក្រលំបាកពន់ពេកហើយថារិទ្ធអ្នកឯងពូកែមែនទេវតាអាក្រក់និយាយតបនឹងទេវតាល្អវិញថាអ្នកជឿថាអំណាចខ្ញុំពូកែទេទេវតាល្អឆ្លើយថាខ្ញុំជឿហើយប៉ុន្តែខ្ញុំសូមរក្សាមនុស្សនេះម្ដងទេវតាអាក្រក់ព្រមបើកអំណាចឲ្យទេវតាល្អថែរក្សាហើយក៏ហោះចេញទៅទេវតាបណ្ដាឲ្យមនុស្សនោះកំពុងតែកាន់អស់ក៏ដាក់ដឹងចោះហើយភ្ញាក់ខ្លួនព្រឹកលោកគិតថាអញបើអញរស់នៅគ្រាន់តែអញនឹងរកស៊ីចិញ្ចឹមជីវិតជាដូនអញបើប្រសិនជាអញស្លាប់ទៅតើបានអ្នកណានឹងរកចិញ្ចឹមជាដូនអញទៀតបើដូច្នេះអញគិតទៅនិយាយបបួលយាយអញទៅធ្វើជាខ្ញុំសេដ្ឋីគ្រាន់តែសុំបាយគេស៊ីប្រហែលជាគេព្រមហើយគិតតែប៉ុណ្ណេះក៏លេងកាប់អស់ត្រឡប់ទៅវិញទៅដល់និយាយប្រាប់ជីដូនតាមដំណើរសពគ្រប់ដែលខ្លួនគិតការនឹងកាប់អស់ជីដូនបានស្ដាប់ហើយក៏ចូលចិត្តព្រមទៅតាមចៅបរិសកំសត់ទាំងពីរនាក់គឺជីដូននិងចៅក៏នាំគ្នាដើរទៅដល់ផ្ទះសេដ្ឋីដល់ចូលទៅក្នុងកំពែងរបងហើយទៅអង្គុយបាត់ជើងនៅមាត់ជណ្ដើរមហាសេដ្ឋីលុះបន្តិចទៅមហាសេដ្ឋីប្តីប្រពន្ធនាំគ្នាចេញមកក្រៅក្រឡេកទៅឃើញអ្នកទាំងពីរអង្គុយក៏សួរថាអ្នកឯងមកនេះប្រាថ្នាអ្វីបរិសកំសត់នោះឆ្លើយជម្រាបទៅសេដ្ឋីថាខ្ញុំទាំងពីរអ្នកជីដូននិងចៅនេះមកសុំអ្នក
ធ្វើជាខ្ញុំបម្រើលោកគ្រាន់តែយកបាយចិញ្ចឹមជីវិតមហាសេដ្ឋីស្ដាប់ហើយឆ្លើយថាអ្នកឯងនៅចុះបរិសនោះក៏ជម្រាបទៅមហាសេដ្ឋីថាសូមលោកមេត្តាឲ្យខ្ញុំនៅបម្រើខាងលើផ្ទះបាយហើយនឹងផ្ទះធំមហាសេដ្ឋីព្រមទើបយាយចាស់នោះសុំគ្រាន់តែដេញចាប់មាន់ទាកុំឲ្យស៊ីស្រូវកាលណាគេយកស្រូវទៅហាលបរិសនោះខំយកចិត្តទុកដាក់បម្រើសេដ្ឋីមិនឲ្យទាស់ចិត្តបន្តិចសោះមហាសេដ្ឋីមានចិត្តអាណិតស្រឡាញ់រាប់អានលុះយូរទៅប្រមាណជា 4-5 ឆ្នាំបរិសនោះសុំមហាសេដ្ឋីទៅឃ្វាក្របីវិញដល់ទៅនៅឃ្វាក្របីផ្លាស់អស់ខ្សែពួរចាស់ចាស់ទាំងប៉ុន្មានជួសជុលក្រៅឲ្យស្អាតល្អឡើងក្របីទាំងអស់ចំនួន100ក្បាលដល់យូរទៅមហាសេដ្ឋីប្តីប្រពន្ធនិយាយគ្នាថាតាំងពីអានេះទៅឃ្វាក្របីយើងមិនដែលទៅមើលវាម្ដងសោះដូច្នេះត្រូវយើងនាំគ្នាទៅមើលវាម្ដងក៏នាំគ្នាប្តីប្រពន្ធទៅដល់លុះទៅដល់មើលឃើញក្របីខ្សែពួរនិងក្រោពេញចិត្តទាំងអស់ក៏ត្រឡប់មកវិញនិយាយគ្នាថាអានេះជាមនុស្សល្អការដែលយើងឃើញវាមុនមិនដែលមានប្រដាប់សម្រាប់ក្របីថ្មីទេឥឡូវនេះមានព្រមអានេះជាមនុស្សមានចិត្តត្រង់និងចៅហ្វាយនេះណាស់បរិសនោះទៅឃ្វាក្របីរាល់ថ្ងៃមានការថ្ងៃមួយនោះពេលល្ងាចដេញក្របីត្រឡប់មកក្រៅវិញមកដល់ត្រពាំងមួយដេញក្របីចុះទៅត្រពាំងទឹកទៅជាប់នឹងដុំមាសនៅក្នុងត្រពាំងនោះបែរទៅខាងណាក៏សុទ្ធតែដុំមាសពេញត្រពាំងទាំងអស់បរិសនោះថាដុំថ្មអ្វីក៏ច្រើនម្ល៉េះប៉ះជើងស្ទើរតែស្លាប់ហើយថាហើយក៏យកដុំមាសមួយដុំមកគិតថាអញយកដុំថ្មនេះទៅផ្ញើយាយអញព្រោះថ្មនេះល្អណាស់បរិសនោះដេញក្របីចូលទៅក្រៅរួចហើយក៏យកដុំនោះទៅឲ្យជីដូនបានឃើញដុំមាសហើយសួរថាចៅយកវាមកពីណាយកទៅវិញទៅយាយមិនហ៊ានយកទេដុំមាសនេះធំម្ល៉េះបរិសដឹងថាជាដុំមាសដូច្នេះហើយក៏យកទៅទុកនៅក្នុងទឹកត្រពាំងវិញចំណាំកន្លែងទុករួចត្រឡប់មកវិញថ្ងៃក្រោយមកព្រះមហាក្សត្រទ្រង់លបងចិត្តពួកសេនាបតីទ្រង់មានបន្ទូលទៅនឹងអាមាត្យថាអ្នកឯងទៅប្រាប់សេនាបតីទាំង4នាក់ថាល្ងាចនេះឲ្យដេកចាំព្រះបរមរាជវាំងនៅចុងព្រះរាជរោងអាមាត្យនាំយកព្រះបន្ទូលទៅជម្រាបសេនាបតីទាំង4តាមដំណើរសេនាបតីទាំង4នោះក៏រៀបខ្លួនមកដេកតាមព្រះរាជអង្គការពេលមកដេកនោះមិនបានគិតប្រយ័ត្នសោះគិតតែពីដេកទាល់តែភ្លឺលុះយប់ជ្រៅស្ងាត់ស្ដេចទ្រង់យាងមកទតសេនាបតីទាំង4នោះឃើញដេកទាំងអស់គ្នាក៏ទ្រង់យាងត្រឡប់ទៅក្រឡាព្រះបន្ទូលវិញដល់ព្រឹកឡើងទ្រង់មានព្រះបន្ទូលឲ្យចាប់សេនាបតីទាំងនោះយកទៅកាប់ចោលទៅលុះល្ងាចក្រោយទៀតទ្រង់មានព្រះបន្ទូលឲ្យហៅមហាសេដ្ឋីទាំង4ឲ្យមកដេកដូចមុនទៀតមហាសេដ្ឋីដែលជាចៅហ្វាយបរិសកំសត់នោះភ័យណាស់ព្រោះមិនដឹងជាមានរឿងអ្វីកើតឡើងបានជាស្ដេចឲ្យសម្រាប់សេនាបតីទាំង4នាក់នោះឥឡូវនេះមកដល់ខ្លួនទៀតគិតថាមុខជាស្លាប់ហើយកូនប្រពន្ធទាំងប៉ុន្មានយំសោកទាំងអស់គ្នាលុះបន្តិចទៅឮដល់បរិសកំសត់ក៏ឡើងមកសួរថាហេតុម្ដេចបានជាយំសោកយ៉ាងនេះមហាសេដ្ឋីប្រាប់ទៅតាមរឿងបរិសនោះថាបើដូច្នេះខ្ញុំសូមទៅដេកជំនួសមហាសេដ្ឋីគ្រាន់តែឮដូច្នេះក៏អរណាស់ឲ្យរកសម្ពុតអាវល្អយកមកឲ្យបរិសកំសត់នោះស្លៀកដោយគិតថាមុខជាស្លាប់ហើយលុះបរិសរៀបខ្លួនស្រេចហើយនឹងទៅដេកចាំវាំងជាមួយនឹងពួកមហាសេដ្ឋីឲ្យទៀតតែពេលនឹងទៅបរិសនោះបានយកទាំងដាវមួយទៅផងទៅដល់ហើយក៏ដេកពួកមហាសេដ្ឋីឯទៀតគេអង្គុយនិយាយគ្នាលេងលុះដល់យប់ជ្រៅទើបនាំគ្នាដេកអស់ទៅបរិសនោះដឹងថាគេដេកស្ងាត់ក៏ក្រោកឡើងអង្គុយម្នាក់ឯងលុះយប់ជ្រៅស្ងាត់ស្ដេចទ្រង់ចេញមកដូចមុនទៀតមកដល់ចុងព្រះរាជរោងបរិសនោះក្រឡេកឃើញក៏ទាញដាវចេញមកដេញកាប់ធ្វើជាកាប់ផុតស្ដេចរត់រួចទៅក្នុងមួយយប់នោះស្ដេចចេញមក3ដងបរិសដេញកាប់ទាំង3ដងស្ដេចទ្រង់រត់ទៅវិញទៀតលុះព្រឹកឡើងស្ដេចទ្រង់មានព្រះបន្ទូលឲ្យចាប់សេដ្ឋី3នាក់ដែលដេកនោះយកទៅកាប់ចោលហើយទ្រង់មានព្រះបន្ទូលឲ្យហៅបរិសកំសត់នោះទៅទ្រង់មានព្រះបន្ទូលសួរទៅបរិសកំសត់នោះថាឯងជាសេដ្ឋីឈ្មោះអ្វីបរិសកំសត់ក្រាបទូលថា
ទូព្រះបង្គំជាខ្ញុំជាកូនមហាសេដ្ឋីឈ្មោះនោះស្ដេចមានព្រះបន្ទូលឲ្យទៅហៅមហាសេដ្ឋីដែលជាចៅវាយបរោះកំសត់នោះមកទ្រង់មានព្រះបន្ទូលសួរថានេះជាកូនអ្នកមែនឬទេមហាសេដ្ឋីក្រាបទូលឆ្លើយថាកូនមែនស្ដេចមានព្រះបន្ទូលថាបើកូនមហាសេដ្ឋីឯងអញសូមធ្វើជាកូនអញមហាសេដ្ឋីក៏ថ្វាយបរោះនោះទៅឲ្យស្ដេចហើយក្រាបបង្គំលាទៅផ្ទះវិញស្ដេចមានព្រះរាជបុត្រីមួយព្រះអង្គទ្រង់ក៏រៀបចំគុំឲ្យបរោះកំសត់នោះទៅជាប្តីប្រពន្ធនឹងគ្នាហើយអភិសេកឲ្យឡើងសោយរាជយូរទៅស្ដេចបរោះនៅឃើញទៅដល់មាសដែលត្រាំនៅក្នុងទឹកត្រពាំងក៏ត្រាស់បង្គាប់ទៅមហាសេដ្ឋីឪពុកឲ្យទៅដឹកមាសនោះយកមកដាក់ឃ្លាំងមានមួយថ្ងៃស្ដេចបរោះនោះចង់ចេញទៅកាន់ចុងព្រះរាជរោងឲ្យសេនាបតីគរក៏ទូលស្ដេចឪពុកទ្រង់ហាមថាឯងជាតិជារាជបើចេញទៅត្រូវមានមហេសីទៅផងស្ដេចបរោះទ្រង់យាងទៅកាន់ចុងព្រះរាជរោងជាមួយនឹងព្រះអគ្គមហេសីពួកនាម៉ឺនទាំងពួងក៏ត្រៀបត្រាវេលានោះទេវតាអាក្រក់ដែលរក្សាបរោះនោះអំពីដើមត្រឡប់មកវិញក៏ជួបនឹងទេវតាល្អហើយនិយាយថាឥឡូវនេះអ្នករក្សាមនុស្សនេះតាំងពីនៅលំបាកតតែធ្វើជាស្ដេចថែមទៀតនោះឃើញថាអំណាចអ្នកពិតជាពូកែមែនឥឡូវបើដូច្នេះអ្នកចេញទៅឲ្យខ្ញុំរក្សាម្ដងទេវតាល្អប្រគល់ស្ដេចកំសត់ឲ្យទៅទេវតាអាក្រក់ហើយហោះចេញទៅពេលនោះមានភ្លៀងផ្គរទេវតាអាក្រក់ក៏បណ្ដាចិត្តស្ដេចបរោះនោះមួយរំពេចស្ដេចនោះមិនបានគិតលោកមានព្រះបន្ទូលចំពោះពួកនាម៉ឺនដែលក៏ត្រៀបត្រាថាអញលើផ្គរលាន់ស្រណោះការនៅទ្វារក្របីពីដើមណាស់គ្រាន់តែប៉ុណ្ណេះមហេសីក៏ស្ទុះទៅរកព្រះបិតាហើយក្រាបទូលថាព្រះវរបិតាមិនគួរឲ្យខ្ញុំម្ចាស់ទៅមនុស្សអាទ្វារក្របីនេះសោះខ្ញុំម្ចាស់លេងយកហើយព្រោះវានិយាយចំមុខមើលមន្ត្រីដែលក៏ត្រៀបត្រាថាលឺផ្គរលាន់ស្រណោះការនៅទ្វារក្របីពីដើមខ្ញុំម្ចាស់ខ្មាស់ពួកនាម៉ឺនសមុខមន្ត្រីណាស់ខ្ញុំម្ចាស់មិនហ៊ានយកប្តីទេស្ដេចបិតាឮដូច្នេះក៏ឲ្យចាប់ស្ដេចនោះយកទៅដាក់គុកទៅដាក់គុកបានពាក់កណ្ដាលថ្ងៃទេវតាល្អដែលរក្សាមុននោះត្រឡប់មកវិញហើយនិយាយទៅទេវតាអាក្រក់ថាអ្នកមានរិទ្ធណាស់ចូលមករក្សាភ្លាមស្ដេចបរោះនោះជាប់គុកភ្លាមដូច្នេះអ្នកអញ្ជើញទៅចុះទុកឲ្យខ្ញុំវិញម្ដងរួចក៏ទេវតាល្អក៏បណ្ដាលចិត្តឲ្យស្ដេចបរោះនោះនឹកឃើញភ្លាមថាអញមិនគួរផ្ដាត់សម្ដីឲ្យតើទៅជាប់គុកសោះប៉ុន្តែគ្មានអ្នកណាដឹងថាអញជាប់គុកនៅឡើយទេដូច្នេះអញបង្គាប់ទៅសេដ្ឋីឪពុកអញឲ្យយកមាសមកពីទឹកត្រពាំងនោះដុំធ្វើជារូបក្របី100ដាក់ជើងពានមាស100យកមកឲ្យអញក្នុងថ្ងៃស្អែកនេះពីព្រឹកគិតតែប៉ុណ្ណេះហើយក៏ប្រើមេគុកឲ្យទៅប្រាប់សេដ្ឋីថាស្ដេចមានព្រះបន្ទូលថាឲ្យយកមាសដុំធ្វើជារូបក្របី100ដាក់ជើងពានមាស100ហើយយកទៅថ្វាយស្ដេចដល់កន្លែងទ្រង់សេដ្ឋីឮហើយក៏ហៅជាងទាំងពួងឲ្យមកធ្វើមួយយប់ឲ្យហើយលុះព្រឹកឡើងឲ្យខ្ញុំស្រី100នាក់ទូយកទៅថ្វាយស្ដេចក្នុងព្រះរាជវាំងស្ដេចបិតាក្មេងទូតមកឃើញឲ្យអាមាត្យរត់ទៅមើលអាមាត្យមកក្រាបទូលវិញថាព្រះបន្ទូលឲ្យហៅអ្នកទូក្របីនោះមកហើយទ្រង់មានព្រះបន្ទូលថានាងឯងរាល់គ្នាយកក្របីមាសនេះទៅណាក្មេងស្រីនោះថាខ្ញុំម្ចាស់យកមកថ្វាយព្រះអង្គស្ដេចទ្រង់ជ្រាបទ្រង់ឲ្យហៅព្រះរាជបុត្រីថាមហេសីស្ដេចកំសត់ឲ្យចេញមកមើលហើយមានព្រះបន្ទូលថាកូនអើយដែលប្តីឯងថាវាស្រណោះការវិខ្វាក្របីនោះមិនមែនក្របីសត្វទេគឺរូបក្របីមាសនេះឯងកូនមើលក្របីនេះចុះហើយកូនកុំខឹងនឹងប្តីយកប្តីមកវិញទៅមានព្រះបន្ទូលតែប៉ុណ្ណេះក៏ទ្រង់ទៅដោះស្ដេចបរោះកំសត់នោះមកហើយទ្រង់អភិសេកនឹងនាងជាបុត្រីឲ្យឡើងសោយរាជសម្បត្តិជាសុខសប្បាយរៀងទៅព្រមទាំងយាយជីដូននៃបរោះនោះផងរិទ្ធនៅទេវតាប្រាជ្ញានៅនឹងមនុស្សរឿងទេវតាសែបសោយចប់ដោយបរិបូរណ៍
ជុំរឿងព្រេងនិទានខ្មែរសូមជូនរឿងបុរសជីកក្តាមមាននិទានមួយថាមានបុរសប្តីប្រពន្ធមានកូនប្រុសមួយកូននោះអាយុបាន12ឆ្នាំមាតាស្លាប់ទៅនៅតែឪពុកពោះម៉ាយឪពុកក៏ធ្វើរបរលក់ដូរតែពីរនាក់នឹងកូនលក់មិនដាច់រឹតតែក្រទៅក្រោយមកឪពុកអនិច្ចកម្មទៅទៀតនៅតែកូនម្នាក់ឯងរក្សាផ្ទះសម្បែងឪពុកស្លាប់បាន5ថ្ងៃក៏មកបញ្យល់សពថាកូនឯងក្រលំបាកណាស់យើងជាឪពុកគ្មានរបស់អ្វីនឹងឲ្យទេដូច្នេះឲ្យកូនទៅជីកក្តាមនៅក្រោមខ្ទមអ្នកតានាឯទិសឦសានផ្ទះយើងយកទៅលក់ចិញ្ចឹមជីវិតរៀងរាល់ថ្ងៃចុះវេលាព្រឹកឡើងថ្ងៃរះឡើងកាលណាឲ្យកូនទៅជីកយករាល់ថ្ងៃកុំខានលុះភ្លឺច្បាស់កូននោះញាក់ឡើងចាំជាក់នៅនិមិត្តសពគ្រប់ក៏ចាប់យកចប់ជីកដើរតម្រង់ទៅខ្ទមអ្នកតាជីកទៅឃើញក្តាមមួយប្រកាសមែនរួចយកក្តាមនោះទៅលក់ឲ្យអ្នកផ្សារក៏ទិញយកបុរសនោះបានប្រាក់ហើយត្រឡប់មកផ្ទះវិញថ្ងៃក្រោយវេលាព្រឹកបុរសទៅជីកក្តាមនៅកន្លែងនោះដដែលបានក្តាមមួយយកទៅលក់ឲ្យអ្នកផ្សារគេក៏ទិញយកទៅទៀតបុរសនោះមកផ្ទះវិញជាធម្មតានៅទីនោះមានសេដ្ឋីម្នាក់មានកូនស្រីក្រមុំច្រើនកូនស្រីបងទាំងប៉ុន្មានមហាសេដ្ឋីរៀបឲ្យមានប្តីអស់នៅតែកូនស្រីពៅម្នាក់ឈ្មោះនាងពៅប្រកែកមិនយកប្តីទេសូម្បីមហាសេដ្ឋីជាឪពុកបង្ខំឲ្យមានប្តីម្ដេចម្ដាក៏នាងមិនព្រមដែររីឯបុរសនោះលុះថ្ងៃក្រោយទៅជីកក្តាមនៅទីនោះដដែលបានមួយទៀតហើយកាន់យកទៅលក់នាងពៅកូនក្រមុំមហាសេដ្ឋីបានឃើញក៏ហៅមកសួរថាអ្នកកំឡោះយកក្តាមទៅណាបុរសនោះជម្រាបថាខ្ញុំយកទៅលក់នាងពៅក៏ទិញយកហើយនាងប្រាប់ថាពីថ្ងៃនេះទៅបើអ្នកបានក្តាមកុំលក់ឲ្យអ្នកណាឲ្យសោះត្រូវយកមកលក់ឲ្យខ្ញុំជារៀងរាល់ថ្ងៃកុំខានដែលទៅជាយ៉ាងនេះដោយនាងនោះមានចិត្តប្រតិព័ទ្ធនឹងបុរសនោះណាស់តែអ្នកនោះមិនដឹងខ្លួនទេបុរសនោះបានយកប្រាក់ហើយត្រឡប់មកផ្ទះវិញថ្ងៃក្រោយបុរសនោះទៅជីកក្តាមនៅទីនោះដដែលបានទៀតរួចយកទៅលក់ឲ្យនាងពៅនោះជារៀងរាល់ថ្ងៃនាងពៅក៏ចេះតែទទួលយកក្តាមនោះមិនដែលខានហើយមានចិត្តរឹតតែស្រឡាញ់បុរសនោះខ្លាំងឡើងក៏ធ្វើរឹកពីកិរិយាឲ្យបុរសនោះដឹងបុរសនោះដឹងជាក់ថានាងនោះស្រឡាញ់ខ្លួនប្រកបតែដោយពិចារណាថាសប្តាហ៍ថ្ងៃនេះខ្លួនជាអ្នកក្រក្រៃលំបាកណាស់ហើយកំព្រាផងក៏មិនហ៊ាននិយាយថាមិនដេចឡើយចំណែកបងស្រីប៉ុន្មាននេះបានឃើញនាងពៅជាប្អូនធ្វើរឹកកិរិយាស្រឡាញ់បុរសលក់ក្តាមនោះពន់ពេកក៏នាំគ្នាជម្រាបមហាសេដ្ឋីជាមេដាបិតានាងពៅជាប្អូនធ្វើរឹកពីស្រឡាញ់បុរសជីកក្តាមនោះក្រៃពេកបុរសនោះបានក្តាមយកមកលក់ឲ្យនាងពៅឯនាងពៅចេះតែទទួលទិញរាល់ថ្ងៃរួចធ្វើរឹកពីកិរិយាស្រឡាញ់បុរសនោះណាស់ទោះបីខ្ញុំទាំងអស់គ្នានិយាយទូមានដូចម្ដេចម្ដាក៏មិនស្ដាប់ក៏មិនតាមរឹតតែធ្វើឡើងសេដ្ឋីជាមេដាបិតាឮដូច្នេះខឹងច្រឡោតឲ្យហៅនាងពៅមកជេរបន្ទោសខ្មេះតេះដៀតថាហងនេះជាមនុស្សរឹងត្អឹងទទឹងចិត្តមេដាបិតាអញឲ្យមានប្តីជាមួយមនុស្សមានទ្រព្យសម្បត្តិហងឯងប្រកែកមិនព្រមយកឥឡូវហងឯងស្រឡាញ់អាមនុស្សកំសត់លក់តែក្តាមវិញហងឯងនេះអាក្រក់ណាស់ចុះចេញពីផ្ទះអញឲ្យឆាប់ទៅយកអាកំសត់លក់ក្តាមនោះចុះសប្តាហ៍ថ្ងៃនេះទៅហងឯងកុំមកឡើងផ្ទះអញសំបីតែក្នុងភូមិក៏មិនឲ្យចូលបានអញកាត់នាងឯងចោលហើយចំណែកមេដាបិតាកាត់ចិត្តមិនដាច់ពីកូនពៅក៏លុបវិចរបស់ស្រាដែលមានតម្លៃឲ្យនាងពៅជាកូន
នាងពៅក៏លាសំពះមេដាយកបង្វិចដែលមេដានោះចុះចេញពីផ្ទះសម្ដៅទៅផ្ទះបរោះលក់ក្តាមនិយាយពីរឿងដែលបិតាខឹងបណ្ដេញសັບគ្រប់ប្រាប់បរោះនោះបានស្ដាប់ហើយឆ្លើយតបថាសប្តាហ៍ថ្ងៃនេះខ្លួនខ្ញុំក្រីក្រជាទីបំផុតហើយគំព្រាតែម្នាក់ឯងផងនាងត្រឡប់ទៅវិញចុះខ្ញុំមិនហ៊ានទទួលយកនាងទេខ្ញុំខ្លាចមហាសេដ្ឋីជាបិតានាងចាប់ទោសយកខ្ញុំទៅសម្លាប់នាងពៅតបថាខ្ញុំមិនទៅវិញទេសួរស្លាប់នឹងអ្នកហើយបរោះនោះសួរថាបើដូច្នេះយើងគិតធ្វើដូចម្ដេចនាងពៅឆ្លើយថាបើអ្នកគិតឃើញយ៉ាងណាខ្ញុំទទួលធ្វើតាមយ៉ាងនោះទាំងអស់បរោះនោះនាំនាងពៅចេញចោលផ្ទះទៅនៅក្រៅស្រុកហើយធ្វើផ្ទះមួយខ្នងលុះព្រឹកឡើងមកជីកក្តាមនៅទីនោះដដែលយកទៅលក់ដូចថ្ងៃមុនទៀតបានប្រាក់ហើយទិញវត្ថុផ្សេងផ្ញើប្រពន្ធហើយប្រព្រឹត្តយ៉ាងនេះជាច្រើនថ្ងៃហេតុតែជាស្រីគ្រប់លក្ខណៈនាងពៅនោះក៏ប្រតិព័ទ្ធប្តីមិនអោយទាស់ចិត្តវេលាយប់ចូលដំណេកនាងពៅនិយាយនឹងប្តីថាខ្ញុំសូមចិត្តប្តីតាំងពីថ្ងៃនេះតទៅសូមអ្នកកុំទៅជីកក្តាមទៀតឡើយព្រោះប្រាក់កាសយើងមានច្រើនណាស់ហើយបើអ្នកចង់ទិញរបស់អ្វីក៏ទិញតាមចិត្តអ្នកចុះប្តីមិនព្រមតាមលុះព្រឹកឡើងប្តីកាន់ចប់ជីកទៅជីកក្តាមជាធម្មតាប្រពន្ធឃើញដូច្នេះក៏លបដើរតាមដល់ទីកន្លែងឲ្យឃើញច្បាស់មិនឲ្យដឹងលុះឃើញច្បាស់ហើយក៏ត្រឡប់មកផ្ទះវិញចំណែកប្តីជីកក្តាមហើយយកទៅលក់រួចទិញម្ហូបចំណីផ្ញើប្រពន្ធថ្ងៃក្រោយប្តីទៅកាប់អុសនៅក្នុងព្រៃឆ្ងាយនាងពៅបានឃើញប្តីទៅរកអុសក៏កាន់ចប់ជីកទៅជីកនៅទីកន្លែងដែលប្តីជីកក្តាមនោះរួចត្រឡប់មកផ្ទះដាំបាយធ្វើម្ហូបចំណីទុកឲ្យប្តីបរិភោគថ្ងៃល្ងាចត្រជាក់ប្តីមកពីព្រៃក៏បរិភោគបាយជាមួយគ្នាលុះព្រឹកឡើងប្តីកាន់ចប់ជីកទៅជីកក្តាមទៀតឃើញទីនោះមានដីធ្លុះធ្លាយខ្ចាត់ខ្ចាយអស់ហើយបានឃើញសម្បកក្តាមមួយធំប្លែកស្ងួតស្អាតដូចជាហាថ្ងៃយូរហើយអ្នកនោះក៏កាន់សម្បកក្តាមនោះមកទុកក្រោមផ្ទះមិនបានប្រាប់ភរិយាឲ្យដឹងទេភរិយាក៏សួរប្តីថាដូចម្ដេចឡើយដល់វេលាយប់ចូលដំណេកនាងពៅកាន់ប្រាក់របូតពីដៃជ្រុះមួយចំណែកទៅក្រោមផ្ទះធ្លាក់ទៅដល់សម្បកក្តាមនោះនាងមិនហ៊ានប្រាប់ប្តីឲ្យដឹងដោយគិតថាចាំព្រឹកភ្លឺច្បាស់ឡើងសឹមចុះទៅយកប្រាក់នោះមកទុកវិញលុះព្រឹកឡើងនាងចុះពីផ្ទះទៅយកប្រាក់មួយចំណែកដែលធ្លាក់នោះស្រាប់តែឃើញប្រាក់នោះពេញសម្បកក្តាមនាងអរណាស់យកឲ្យប្តីសួរថានាងបានប្រាក់មកពីណាច្រើនម្ល៉េះនាងពៅជម្រាបប្តីថាកាលពីយប់មិញខ្ញុំកាន់ប្រាក់ដើម្បីយកទៅទុកខាងក្នុងក៏របូតមួយចំណែកពីដៃធ្លាក់ទៅក្រោមផ្ទះខ្ញុំពុំបានចុះទៅយកពីព្រោះគិតថាផ្ទះនៅឆ្ងាយពីគេគ្មាននរណាដឹងឬឃើញចាំព្រឹកភ្លឺច្បាស់សឹមចុះទៅយកខ្ញុំចុះទៅស្រាប់តែឃើញប្រាក់ណែនពេញសម្បកក្តាមខ្ញុំក៏យកជូនអ្នកប្តីមានអំណរពន់ពេកហើយនិយាយប្រាប់ប្រពន្ធថាពីថ្ងៃនេះទៅបងឈប់ជីកក្តាមហើយប្រពន្ធអរណាស់រាល់តែវេលាយប់អ្នកទាំងពីរប្តីប្រពន្ធនាំគ្នាទម្លាក់ប្រាក់ឲ្យចំសម្បកក្តាមធំនោះព្រឹកឡើងចុះទៅមើលឃើញប្រាក់ពេញសម្បកក្តាមនោះក៏យកមកទុករៀងរាល់ថ្ងៃទើបមានទម្លាប់ប្រាក់រៀលព្រឹកឡើងឃើញប្រាក់រៀលទើបទម្លាក់ប្រាក់ណែនព្រឹកឡើងឃើញប្រាក់ណែនទើបទម្លាក់គ្រឿងមាសពេជ្រព្រឹកឡើងឃើញគ្រឿងមាសពេជ្រពេញសម្បកក្តាមអ្នកទាំងពីរប្រព្រឹត្តយ៉ាងនេះចំនួន1ឆ្នាំមានមាសប្រាក់ច្រើននិងគ្រឿងប្រដាប់ប្រើប្រាស់ច្រើនណាស់រាប់មិនអស់ទើបប្រឹក្សាគ្នាថាយើងមានមាសប្រាក់និងគ្រឿងប្រដាប់ច្រើនណាស់តែយើងបានអ្វីទុករបស់ទាំងនោះលុះគិតហើយក៏នាំគ្នាយកប្រាក់និងគ្រឿងមាសពេជ្រទាំងអស់នោះទៅកប់ទុកយ៉ាងច្រើនជាអនេកក្រោយពីនោះមកអ្នកទាំងពីរប្តីប្រពន្ធបានទៅសួរមហាសេដ្ឋីជាមេដាបិតាទៅដល់បងស្រីទាំងអស់បានឃើញជេរថាមេចៅចង្រៃឯងនាំប្តីកំសត់លក់តែក្តាមមករកអ្វីហងឯងបានលឺឬទេលោកឪពុកបានបណ្ដេញកាត់ការចោលហើយសូម្បីតែក្នុងភូមិក៏លោកហាមមិនឲ្យចូលដែរមេចង្រៃឯងចេញពីភូមិឲ្យឆាប់ទៅនាងពៅឆ្លើយថាបងទាំងអស់គ្នាកុំមើលងាយខ្ញុំមកនេះ
សូមបីសួរមេដាបេដាព្រោះលោកមានគុណលើខ្ញុំមិនមកសុំទ្រព្យសម្បត្តិលោកទេសម្បត្តិបងឯងទាំងអស់ក៏ខ្ញុំមិនសុំដែរខ្ញុំមើលទៅទ្រព្យសម្បត្តិបងទាំងអស់មានប៉ុណ្ណេះខ្ញុំមិនកោតមិនព្រឺឡើយសូម្បីតែរោមជើងខ្ញុំក៏មិនព្រឺដែរបងទាំងអស់ខឹងណាស់ជេរប្រតិចថាហងឯងនេះអួតណាស់អញមិនជឿទេនាងពៅថាបើមិនជឿភ្នាល់គ្នាចុះបងទាំងអស់ថាភ្នាល់ដូចម្ដេចនាងពៅថាឲ្យបងទាំងអស់រាប់មាសប្រាក់ខ្ញុំមើលឲ្យអស់ក្នុងមួយថ្ងៃកាលណាបើរាប់អស់ខ្ញុំបែងចែកឲ្យរាល់គ្នាបើរាប់មិនអស់ទេខ្ញុំមិនឲ្យទេតែខ្ញុំយល់ថាកុំថាឡើយរាប់មួយថ្ងៃទោះជារាប់2ថ្ងៃទៅ3ថ្ងៃក៏មិនអស់ដែរបងទាំងអស់នោះឆ្លើយថាអញព្រមទៅរាប់តែហងឯងកុំកុហកអញវាយហងឯងសម្រាប់ឥឡូវហើយនាងពៅប្រាប់ថាតាមចិត្តបងនាំគ្នាទៅរាប់ប្រាក់នាងពៅរាប់តាំងពីព្រឹកទល់ល្ងាចក៏មិនអស់ក៏នាំគ្នាត្រឡប់មកផ្ទះវិញជម្រាបសិទ្ធិមេដាបេដាថានាងពៅជាប្អូនវាអួតថាខ្លួនវាមានប្រាក់ច្រើនណាស់ខ្ញុំទាំងអស់គ្នាមិនជឿហើយវាថាបើមិនជឿឲ្យទៅមើលឯផ្ទះវាចុះខ្ញុំទាំងអស់គ្នាក៏នាំគ្នាទៅមើលឃើញមាសប្រាក់ច្រើនមែនក៏ភ្នាល់នឹងវាថាបើខ្ញុំទាំងអស់គ្នារាប់ប្រាក់វាអស់ក្នុងមួយថ្ងៃវានឹងបែងចែកឲ្យខ្ញុំគ្រប់គ្នាបើរាប់មិនអស់ទេទោះខ្ញុំទាំងអស់គ្នាចាប់តាំងពីព្រឹកទល់ល្ងាចក៏មិនអស់ប្រាក់វាដែរបានជាត្រឡប់មកជម្រាបមេដាបេដាសូមជ្រាបមហាសេដ្ឋីបានស្ដាប់ក៏ចាត់ក្រុមការឲ្យទៅមើលប្រាក់នាងពៅឲ្យជាក់នាងពៅក៏នាំទៅមើលគ្រប់កន្លែងក្រុមការទាំងអស់បានឃើញប្រាក់នាងពៅមានច្រើនប្រកបមែនក៏ត្រឡប់ជម្រាបមហាសេដ្ឋីតាមដំណើរសពគ្រប់មហាសេដ្ឋីមានចិត្តត្រេកអរណាស់ក៏ចាប់បម្រើឲ្យទៅហៅនាងពៅនិងកូនប្រសាប្រាប់ថាកូនឯងមកនៅជាមួយមេដាបេដាវិញចុះទើបមហាសេដ្ឋីបង្គាប់ឲ្យក្រុមការឲ្យគេរទេះក្របីគោជាច្រើនទៅដឹកជញ្ជូនប្រាក់និងទ្រព្យសម្បត្តិនាងពៅយកមកទាំងអស់ដាក់នៅលើផ្ទះពាសពេញល្វែងមហាសេដ្ឋីឃើញប្រាក់នាងពៅច្រើនមែនមានអំណរអរពុនពេកក៏សរសើរថាកូនអញនេះពេញជាមានបុណ្យអំណោះតទៅកូនទាំងពីរនឹងធ្វើជាសេដ្ឋីដំណរវងពុំខានឯការដែលបិតាខឹងបណ្ដេញកូននោះអ្នកគុំប្រកាន់ខឹងនឹងបិតានាងពៅនិងប្តីក៏នៅជាមួយមេដាបិតាដូចដើមចំណែកបងស្រីទាំងប៉ុន្មានកោតខ្លាចនាងពៅនិងប្អូនថ្លៃនោះណាស់លុះមហាសេដ្ឋីបិតាទទួលមរណភាពវេលាណាប្តីនោះនិងនាងពៅភរិយាក៏បានឡើងធ្វើជាសេដ្ឋីជំនួសបិតាតទៅឈើពុកកុំដាក់គូតអង្គុយរឿងបរោះជីកក្តាមចប់ដោយបរិបូរណ៍ប្រជុំរឿងព្រេងនិទានខ្មែរសូមជូនរឿងស្រីមីយាដ៏ខ្ញីមានបរិម្នាក់និងស្រីម្នាក់ជាប្តីប្រពន្ធនឹងគ្នានៅក្នុងស្រុកមួយប្តីជាមនុស្សចិត្តត្រង់តែគ្មានប្រាជ្ញាឯនាងប្រពន្ធនោះជាស្រីចិត្តមិនត្រង់នឹងប្តីតែចេះមីយាច្រើនថ្ងៃមួយនាងប្រពន្ធមានចិត្តប្រាថ្នាចង់ជួបនឹងសហាយណាស់ដោយឃ្លាតគ្នាយូរហើយតែមិនដឹងជាធ្វើម្ដេចនឹងទៅជួបបានព្រោះភូមិនោះនៅឆ្ងាយពីគ្នាបើដើរទៅខ្លាចខ្មោចលងនាងប្រពន្ធក៏និយាយនឹងប្តីខ្លួនឯងថាអ្នកអើយល្ងាចនេះយើងគិតទៅរកទិញមាន់មួយមកធ្វើស៊ីបាយម្ដងអ្នកចង់ស៊ីទេប្តីតបវិញថាចង់ស៊ីដែរប្រពន្ធថាខ្ញុំចង់ស៊ីគោខ្ញីប្តីថាអញក៏ចង់ស៊ីគោខ្ញីដែរថាហើយក៏បបួលគ្នាចុះដើរទៅទិញមាន់អ្នកស្រុកនៅភូមិជិតផ្ទះសហាយប្តីនិងប្រពន្ធបបួលគ្នាសួររកទិញគ្រប់ផ្ទះនាងប្រពន្ធដើរបែកពីប្តីទៅជួបសហាយវានិយាយកិច្ចកោផ្សេងរួចមកជួបនឹងប្តីវិញហើយប្រាប់ប្តីថាអ្នកផ្ទះឯណោះគេមានលក់មាន់គេប្រាប់ខ្ញុំអំបញ្ញមិញប្តីព្រមទៅតាមប្រពន្ធក៏ទិញបានមេមាន់មួយយូរត្រឡប់មកផ្ទះវិញ
ពេលនោះជាពេលពុនប្រឡប់ទៅដល់ពាក់កណ្ដាលផ្លូវស្រាប់តែនាងប្រពន្ធធ្វើកោះវិយាគក់ដើមទ្រូងហើយថាអោអ្នកអើយភ្លេចដូចគេលុតទៅហើយប្តីសួរថាភ្លេចអីប្រពន្ធឆ្លើយថាភ្លេចខ្ញីទៅហើយអ្នកបើដូច្នេះអ្នកឯងនៅនេះសិនចុះខ្ញុំរត់ទៅឲ្យឆាប់ហើយនាងនោះក៏រត់ទៅប្តីក៏ឈរចាំប្រពន្ធឯនាងប្រពន្ធការឃ្លាតពីប្តីហើយក៏កិច្ចទៅជួបនឹងប្រុសសហាយខ្លួនហើយតែរលឹកសហាយខ្លាំងណាស់ក៏ប្រដាស់ដេកទៅនឹងដីមិនរកផ្ទះសម្បែងទេដោយប្រញាប់ទៅជួបប្តីវិញឯបុរសសហាយនោះក៏ទទួលភារៈនាងនោះទៅរួចនាងនោះយកខ្ញីពីសហាយហើយផ្ដាំថាល្ងាចនេះឲ្យអ្នកបងចាំមើលបើមានពេលស្រួលចូលទៅដេកម្ដងទៅចុះនិយាយកិច្ចការសពគ្រប់ហើយនាងនោះក៏ត្រឡប់មកឯប្តីវិញដីដែលប្រាស់ដេកនោះនៅជាប់នឹងខ្នងមិនទាន់បោះនៅឡើយព្រោះដើរមកប្រញាប់លុះដើរមកដល់ប្តីខ្លួនហើយក៏សើចក្អែកក្អាយនិយាយទៅកាន់ប្តីថាបើអ្នកឃើញអំបញ្ញមិញប្រហែលជាសើចដាច់ខ្យល់ស្លាប់ទៅហើយប្តីសួរថាសើចអីប្រពន្ធតបថាណែអ្នកមើលខ្នងខ្ញុំបោះឲ្យបន្តិចមកនឹងហើយខ្ញុំដកខ្ញីវារបូតដៃទាំងអស់ខ្ញុំដួលផ្ងាទៅក្រោយបាសជើងផ្ងាបានដីប្រឡាក់ខ្នងខ្ញុំអស់ប្តីមិនដឹងក៏បោះខ្នងឲ្យប្រពន្ធរួចហើយក៏នាំគ្នាដើរទៅផ្ទះធ្វើបាយនឹងមាន់ស៊ីរួចហើយពេលងងឹតស៊ីបាយរួចប្រពន្ធនិយាយនឹងប្តីថាអ្នកផ្លុំបៃទៅខ្ញុំនឹងស្ដាប់ប្តីក៏យកបៃមកផ្លុំប្រពន្ធដេកស្ដាប់បន្តិចទៅក៏កើមកដេកលើផ្លូវប្តីហើយថាពីរស់ណាស់អ្នកផ្លុំបៃភ្នែកមើលរុនដែរឬទេបើអ្នកមិនមើលរុនធ្វើម្ដេចនឹងចាប់បើកបត់ឲ្យត្រូវទំនប់ប្តីតបថាមិនបាច់មើលរុនទេព្រោះដៃវាចាំស្ទាត់ហើយចំណាំរុនផងប្រពន្ធថាបើដូច្នេះខ្ញុំបិទភ្នែកអ្នកទាំងពីរអ្នកនៅតែផ្លុំពីរោះដូចដែរឬទេប្តីតបថាបិទចុះនៅតែផ្លុំពីរោះដូចមុនប្រពន្ធយកដៃបិទភ្នែកប្តីខ្លួនទាំងពីរលួចហើយក៏កន្លែងជើងឲ្យសហាយនោះឃើញបរោះសហាយឃើញស្រីសហាយខ្លួនបិទភ្នែកប្តីបានហើយកន្ធាក់ជើងឲ្យសញ្ញាដូច្នេះក៏ចូលទៅរួមសង្វាសនឹងនាងនោះលុះសហាយនោះថយចេញទើបនាងប្រពន្ធលែងបិទភ្នែកប្តីនាងក៏មិនដឹងដល់កិច្ចការនោះឡើយព្រោះហេតុនេះបានជាមានពាក្យចាស់បុរាណថាមាយាដកខ្ញីមានទាំងទំនុកច្រៀងផងថាស្រីទៅដកខ្ញីស្រីអើយនាងស្រីទៅដកខ្ញីដកដួលទាំងខ្លួនការដកលើកមុនទូតន់លាក់ពូនដកក្រោយសំនួនផ្ទួនឲ្យប្តីស្លាប់ប្តីនាងអ្នកផ្លុំនាងសុំធ្វើត្រាប់បន្ទុំអើមអាប់ចាប់មាត់អុំទូកគុំពុតស្រឡៅគុំប្រដៅស្រីខូចរឿងមាយាដកខ្ញីចប់ដោយបរិបូរណ៍ប្រជុំរឿងព្រេងនិទានខ្មែរសូមជូនរឿងបរោះកាស30
ពីព្រេងនាយមានបុរសម្នាក់នៅស្រុកមួយឪពុកម្ដាយស្លាប់ទៅនៅកំព្រាតែម្នាក់ឯងហើយក្រលំបាកណាស់គ្មានទ្រព្យសម្បត្តិអ្វីទេមានតែកាស30ច្រកក្នុងតីក្រវ៉ាត់ជាប់នៅចង្កេះជានិច្ចបរោះនោះពិចារណាថាអញទៅទីពឹងអ្នកឯណានឹងបានសុខគិតទៅឃើញថាគួរអញទៅជ្រកកោននឹងលោកក្រឡាហោមចុះហើយក៏ដើរចេញពីផ្ទះទៅដល់ក្រាបសំពះតាមសមគួរលោកក្រឡាហោមសួរថាជីឯងមកពីស្រុកណាមានការអ្វីបរោះនោះជម្រាបថាខ្ញុំបាទមកពីស្រុកឆ្ងាយឪពុកម្ដាយខ្ញុំស្លាប់ចោលអស់ហើយនៅកំព្រាតែម្នាក់ឯងខ្ញុំបាទមកនេះនឹងសូមច្រកកោននៅបម្រើជាកូនក្មួយតទៅសូមព្រះដេចព្រះគុណមេត្តាលោកនោះសួរថាជាឯងចេះអក្សរល្មមធ្វើជាស្មៀនបានឬទេបរោះជម្រាបថាអក្សរខ្ញុំបានមិនចេះទេលោកក្រឡាហោមប្រាប់ថាយើងទទួលឲ្យនៅបានតែត្រូវឲ្យជាឯងបោះសម្រាមក្រោមផ្ទះយើងរៀងរាល់ថ្ងៃកុំខានបរោះនោះក៏នៅបម្រើបោះក្រោមផ្ទះរាល់ថ្ងៃដល់ចំនួន3ឆ្នាំថ្ងៃមួយនោះបរោះកាស30សួរមេដាលោកក្រឡាហោមថាលោកយាយតើលោកក្រឡាហោមជាកូនលោកយាយកើតឆ្នាំខែថ្ងៃអ្វីបានជាលោកមានបុណ្យមានទ្រព្យសម្បត្តិច្រើនម្ល៉េះយាយនោះប្រាប់ឆ្នាំថ្ងៃខែនិងពេលដែលកើតសពគ្រប់បរោះនោះបានស្ដាប់ចាំប្រកបពិចារណាថាគួរអញកត់ឆ្នាំខែថ្ងៃនិងពេលរបស់លោកនេះដាក់ក្នុងដៃឲ្យជាប់គិតហើយក៏យកកំណាត់សម្ពុតចាស់កត់ឆ្នាំថ្ងៃខែនិងពេលដែលលោកនោះកើតហើយដាក់ក្នុងដៃមិនឲ្យអ្នកឯណាដឹងឬឃើញទេថ្ងៃក្រោយលោកក្រឡាហោមសួរបរោះកាស30ជាឯងមកនៅនឹងយើងយូរឆ្នាំណាស់មកហើយពុំទាន់បានធ្វើរាជការនឹងគេចុះខ្លួនជាឯងកើតឆ្នាំថ្ងៃខែអ្វីដែរបរោះនោះជម្រាបថាខ្ញុំបាទមិនចាំតែការឪពុកម្ដាយខ្ញុំបាទនៅរស់បានឲ្យកំណត់កត់នឹងកំណាត់សពុតមួយមកឲ្យខ្ញុំបាទក៏ទុកដល់សប្តាហ៍ថ្ងៃតែមិនដឹងថាជារឿងអ្វីពីព្រោះខ្ញុំមិនចេះអក្សរលោកក្រឡាហោមថាបើដូច្នេះជាឯងឲ្យកំណត់នោះមកអញមើលបរោះនោះក៏ជូនកំណត់ទៅលោកមើលឃើញកើតថ្ងៃខែឆ្នាំនិងពេលដូចលោកដែរក៏គិតក្នុងចិត្តថាចៅនេះកើតឆ្នាំថ្ងៃខែដូចអញដែរគុណមើលទៅរូបរាងរឹកពីវាក៏សមសួនចៅនេះនឹងបានធ្វើជានាយមើលធំដូចអញមិនខានហើយកាន់កំណត់នោះចូលទៅក្នុងបង្ហាញរួចខ្សឹបប្រាប់ភរិយាថាគេហអើយបរោះជាកូនក្មួយយើងដែលបោះសម្រាមក្រោមផ្ទះយើងសពថ្ងៃនេះវាកើតឆ្នាំខែថ្ងៃដូចអញមើលទៅរឹកពីសាច់ឈាមវាក៏សមសួនផងទៅមុខវានឹងបានធ្វើជានាយមើលដូចយើងដែរហើយលោកនោះក៏ប្រឹក្សានឹងប្រពន្ធថាកូនស្រីយើងមួយនេះគួរឲ្យទៅវាធ្វើជាភរិយាចុះខ្លួនវានឹងបានធ្វើជានាយមើលធំតវងយើងភរិយាក៏យល់ព្រមលោកនោះចេញមកវិញប្រាប់បរោះនោះថាពីថ្ងៃនេះតទៅឯងឈប់បោះសម្រាមក្រោមផ្ទះយើងចុះត្រូវឯងឡើងមកបោះខាងលើផ្ទះយើងវិញកន្លងទៅមួយខែលោកក្រឡាហោមរៀបវិហាហមង្គលសំគុំកូនស្រីនិងបរោះកាស30ជាស្វាមីភរិយារួចស្រេចលោកក្រឡាហោមក៏បង្ហាត់បង្ហាញកូនប្រសាឲ្យធ្វើជារាជការជាមួយតែងចូលទៅគួរបម្រើស្ដេចរៀងរាល់ថ្ងៃដរាបមកលុះកន្លងបាន3ខែមានគេជម្រាបថាកូនប្រសាលោកមិនមែនកើតឆ្នាំថ្ងៃដោយលោកទេរឿងនេះគឺបរោះនោះសួរឆ្នាំថ្ងៃរបស់លោកអំពីសំណាក់លោកយាយជាមេដាឯលោកយាយក៏បានប្រាប់ដោយសោកគ្រប់កូនប្រសាលោកបានស្ដាប់ដឹងរឿងអស់ហើយក៏សរសេរចុះក្នុងកំណាត់សម្ពុតសទុកលុះដល់លោកសួរឆ្នាំថ្ងៃខ្លួនក៏ជូនកំណត់នោះមកលោកមើលទៅឃើញថាកើតឆ្នាំខែដូចលោកក៏ឲ្យកូនក្រមុំធ្វើជាភរិយា
រឿងនេះមិនមែនដូចនេះទេគឺខ្លែងសរសេរទុកជាប្រកបលោកក្រឡាហោមក៏ជឿជាក់ឥតសង្ស័យហើយក៏មានចិត្តទោមនស្សជាខ្លាំងគិតថាមិនគួរនឹងចាញ់ប្រាជ្ញាអាមនុស្សកំសត់នេះសោះក៏រកឧបាយនឹងផ្ដាច់កូនបណ្ដេញចោលចេញក្រោយនោះមានទ័ពចោលបោះបោនៅខេត្តក្រៅជាច្រើនស្ដេចទ្រង់ជ្រាបទ្រង់ត្រាស់ប្រើលោកក្រឡាហោមឲ្យនាំសេនាទាហានទៅបង្ក្រាបប៉ុន្តែពួកទ័ពចោលនោះមិនបានរៀបទេការបើដូច្នេះលោកក្រឡាហោមក៏លើកទ័ពត្រឡប់មកក្រាបបង្គំទូលស្ដេចវិញស្ដេចត្រាស់ប្រើឲ្យនាំសេនាទាហានទៅបង្ក្រាបទ័ពចោលទៀតក៏នៅតែមិនរៀបទៀតលោកក្រឡាហោមក៏លើកទ័ពត្រឡប់យកសេចក្តីមកក្រាបបង្គំទូលថាទូលព្រះបង្គំជាខ្ញុំលើកទ័ពទៅបង្ក្រាបទ័ពចោល2ដងហើយនៅតែមិនឈ្នះវាព្រោះពួកវាមានសេនាទាហានច្រើនណាស់ហើយពូកែផងទូលព្រះបង្គំជាខ្ញុំនឹងនាំសេនាទាហានទៅទៀតពុំបានត្បិតមានជំងឺក្នុងខ្លួនច្រើនសូមទ្រង់ចាត់មន្ត្រីណាដែលមានស្វាហាប់ឲ្យនាំសេនាទាហានទៅបង្ក្រាបទ័ពចោលទាំងនោះឲ្យឆាប់ឯកូនប្រសាប្រុសម្នាក់របស់ទូលព្រះបង្គំជាខ្ញុំជាមនុស្សមានចិត្តទាហានក្លាហានដែលមានចំណេះវិជ្ជាក្នុងខ្លួនវាក៏មានច្រើនណាស់ដែរបើទ្រង់ចាត់ឲ្យវាទៅវានឹងហ៊ានទៅមិនខ្លាចការដែលលោកក្រឡាហោមទូដូច្នេះគឺជាឧបាយកលដោយស្អប់កូនប្រសានោះណាព្រោះយល់ថាបើវាលើកទ័ពទៅហើយទ័ពចោលទាំងនោះនឹងសម្លាប់វាមិនខានស្ដេចទ្រង់ព្រះសណ្ដាប់ក៏ឲ្យហៅកូនប្រសានោះមកទ្រង់មានព្រះរាជអង្គការប្រាប់ថានៅឯក្រៅខេត្តមានទ័ពចោលបោះបោច្រើនណាស់ឥឡូវយើងប្រើអ្នកឯងឲ្យនាំសេនាទាហានទៅបង្ក្រាបទ័ពចោលទាំងនោះអ្នកឯងហ៊ានទៅដែរឬទេបើហ៊ានទៅហើយឈ្នះចោលផងយើងនឹងឲ្យរង្វាន់បរិះនោះទូលថាទូលព្រះបង្គំជាខ្ញុំហ៊ានទទួលធ្វើជារាជការថ្វាយទ្រង់មានព្រះរាជអង្គការថាបើដូច្នេះចូលអ្នកឯងនាំសេនាទាហានទៅឲ្យឆាប់បរិះថ្វាយបង្គំលាមកផ្ទះហើយជម្រាបលោកក្រឡាហោមជាបិតាក្មេកតាមរឿងគ្រប់ប្រការរួចលើកទ័ពចេញទៅទ័ពចោលបានដឹងក៏លើកទ័ពមកច្បាំងជាមួយគ្នាយ៉ាងខ្លាំងក្លាទ័ពចោលទ្រាំពុំបានក៏បរាជ័យបាក់ភ្លុករត់ខ្ជិចខ្ចាយវិនាសអស់ទៅបរិះលើកទ័ពបង្ក្រាបរៀបគ្រប់អន្លើរួចនាំសេនាទាហានត្រឡប់មកវិញក្រាបបង្គំគ្រប់សាច់រឿងទួរឿងចម្បាំងទ័ពចោលគ្រប់សេចក្តីស្ដេចជ្រាបទ្រង់មានព្រះអំណរអរគុណជាពន់ពេកឯលោកក្រឡាហោមដឹងថាកូនប្រសាលើកទ័ពទៅបង្ក្រាបចោលរៀបអស់ហើយក៏មានចិត្តទោមនស្សរឹតតែខ្លាំងឡើងពីព្រោះគិតថាដែលឲ្យវាទៅបង្ក្រាបទ័ពចោលនោះដើម្បីឲ្យពួកចោលសម្លាប់វាឥឡូវនេះទៅវាមានជ័យជំនះទៅវិញឯរូបលោកក្រឡាហោមរឹករិនតែឡើងខ្លាំងឡើងពេទ្យមើលពំជាក៏ទទួលមរណភាពទៅស្ដេចជ្រាបទ្រង់ព្រះចិន្តាថានឹងឲ្យឈ្មោះណាធ្វើជាក្រឡាហោមទ្រង់ព្រះចិន្តាទៅបរិះដែលវាយទ័ពចោលនោះមានគុណបំណាច់យ៉ាងខ្លាំងគួរតែឲ្យធ្វើជាក្រឡាហោមបានទ្រង់ព្រះចិន្តាដូច្នេះហើយក៏ត្រាស់ឲ្យហៅបរិះនោះមកគួរហើយទ្រង់ព្រះមេត្តាប្រោសតាំងឲ្យធ្វើជាទីក្រឡាហោមតំណាងបិតាក្មេកទៅមនុស្សកុំមើលងាយមនុស្សរឿងបរិះកាស30ចប់ដោយបរិបូរណ៍ប្រជុំរឿងពេញនិទានខ្មែរសូមជូនរឿងចៅអាចសេះមានបរិះម្នាក់អ្នកស្រុកគេហៅថាចៅអាចសេះព្រោះនៅខ្ញុំសិទ្ធិគេឲ្យខ្វាសេះប្រហែលជា50ក្បាលគេឲ្យទៅសង់ខ្ទមនៅឯបៀមមាត់ទន្លេបុរសនោះព្យាយាមរំលឹកគុណព្រះពុទ្ធទូខ្វាសេះក្តីធ្វើការក្តីតែងតែទន្ទិញជាប់អញទៅដេញសេះសម្មាសម្ពុទ្ធោអញទៅលើកអាចសេះសម្មាសម្ពុទ្ធោធ្វើការអ្វីក៏ចេះតែទន្ទិញថាសម្មាសម្ពុទ្ធោដូច្នេះទៅជាដរាបឯអាចសេះនោះទៀតបរោះមិនលើកចោលទេ
តែងកើបច្រកក្នុងការុងទុកបានជាច្រើនថ្ងៃមួយមានសំពៅ500មកពីស្រុកចិននាំទំនិញមកលក់បរោះស្រែកហៅថាឲ្យចូលម្នេះសិនលុះសំពៅចូលមកសួរថាអ្នករកគ្នាបើកសំពៅមកពីណានាយសំពៅឆ្លើយថាមកពីស្រុកចិនបរោះថាអ្នកស្គាល់ស្ដេចក្រុងចិនទេនាយសំពៅថាស្គាល់ព្រោះខ្ញុំនៅជិតព្រះរាជវាំងដែរបរោះនោះថាស្ដេចក្រុងចិននោះជាខ្លាយអញហើយជាមិត្តសម្លាញ់ថ្ងៃមុនរៀងមកបើអ្នកត្រឡប់ទៅស្រុកចិនវិញអញផ្ញើរបស់ទៅឲ្យខ្លាយអញផងនាយសំពៅនោះឆ្លើយថាបាទហើយនាំគ្នាចេញសំពៅទៅលក់ដូរមិនយូរប៉ុន្មាននាយសំពៅត្រឡប់មកវិញចូលទៅរកបរោះនោះសួរថាអ្នកឯងមានអ្វីផ្ញើទៅយកមកខ្ញុំទៅឥឡូវនេះហើយបរោះថាខ្វះអ្វីខ្ញុំរៀបដាក់ក្នុងការុងបំរុងផ្ញើទៅនាយសំពៅក៏ប្រើឲ្យជើងឈ្នួលឲ្យជញ្ជូនដាក់សំពៅនៅរបស់ប្រហែល400ការុងដែលសុទ្ធតែក្នុងការុងពេញដោយអាចសេះហើយក៏លាបរោះនោះចេញសំពៅទៅស្រុកចិនទៅដល់ដំណាក់ផែនស្ដេចក្រុងចិនហើយក៏បោះយុទ្ធការឡើងទៅក្រាបទូលថាមានខ្លើយព្រះអង្គផ្ញើរបស់ពីស្រុកខ្មែរមកថ្វាយដាក់នឹងការុងច្រើនណាស់ស្ដេចក្រុងចិនឆ្ងល់ថាអញមិនដែលទៅស្រុកខ្មែរទេអញមានខ្លើយឯណានៅស្រុកខ្មែរក៏មានព្រះបន្ទូលឲ្យទៅជញ្ជូនការុងអាចសេះនោះមកដាក់គោនៅមុខព្រះលានទ្រង់ឲ្យស្រាយមាត់ការុងចាក់មើលតើជារបស់អ្វីខ្លះដល់ស្រាយទៅឃើញសុទ្ធតែដុំមាសគ្រប់ការុងស្ដេចមានព្រះទ័យត្រេកអររកទីបំផុតគ្មានក៏ទ្រង់គិតក្នុងព្រះចិន្តាថានឹងបានអ្វីផ្ញើទៅគេវិញមានតែព្រះរាជបុត្រីមួយព្រះជន្មាយុ18ឆ្នាំព្រះរូបព្រះឆោមល្អលើសស្រីទាំងអស់គិតផ្ញើទៅឲ្យគេហើយក៏ទ្រង់ចាត់ឲ្យជាងធ្វើស្គរមួយយ៉ាងធំពាយស្បែកសត្វទាំងសងខាងតែឲ្យមានកន្លែងបើកចេញចូលមកខាងបានហើយក៏ដាក់បុត្រីនោះក្នុងស្គរមានទាំងកន្សែងបក់បោយមួយទៀតផងហើយចាត់បំរើឲ្យបើកសំពៅយកទៅឲ្យចៅអាចសេះបំរើទៅដល់ហើយក៏ស្រែកហៅបរោះអាចសេះនោះថាស្ដេចក្រុងចិនជាខ្លើយផ្ញើស្គរមួយឲ្យអ្នកឯងវាលេងបរោះឮដូច្នេះក៏ត្រេកអរណាស់អ្នកបំរើយកស្គរទៅចងក្នុងរោងសេះនោះបរោះនោះក៏ចេះតែវាលេងទាំងនិយាយផងថាខ្លើយអញស្រឡាញ់អញផ្ញើស្គរនេះមកឲ្យអញវាលេងថ្ងៃមួយបរោះនោះវាយស្គរហើយចេញទៅខ្វាសេះនាងដែលនៅក្នុងស្គរចេញមករៀបបាយទឹកបំរុងឲ្យបរោះនោះហើយចុះទៅក្នុងស្គរវិញចេញមករៀបបាយទឹកមកវិញឃើញបាយគិតថានរណាមករៀបបាយឲ្យអញឃ្លានបាយអញស៊ីហើយឯនាងនោះធ្វើដូច្នេះជាច្រើនថ្ងៃបរោះនោះសង្ស័យនឹកថានរណាយកបាយឲ្យអញស៊ីរាល់ថ្ងៃម្លេះចាំលោកមើលក៏ឃើញនាងដ៏មានរូបល្អឯកចេញពីក្នុងស្គរមកហើយបក់បោយកន្សែងឲ្យកើតជាអាហារឡើងមួយរំពេចបរោះនោះក៏ភ័យស្រែកថាសម្មាសម្ពុទ្ធោមកពីណាល្អម្លេះហើយក៏រត់ទៅនាងនោះចេញតាមបរោះនោះស្រែកថាសម្មាសម្ពុទ្ធោកុំចាប់អញអាណិតអញលេងអញទៅនាងថាខ្ញុំមិនលេងទេអ្នកឯងជាប្តីខ្ញុំហើយឪពុកខ្ញុំឲ្យខ្ញុំមកធ្វើជាប្រពន្ធអ្នកឯងព្រោះអ្នកឯងបានផ្ញើមាសប្រាក់ទៅឲ្យឪពុកខ្ញុំច្រើនណាស់បរោះថាទេខ្ញុំមិនយកទេនាងនោះនិយាយលួមលោមច្រើនដងបរោះក៏ស្ងៀមនាងដឹកដៃបរោះនោះមករោងសេះវិញក្នុងវេលាយប់នោះនាងអធិដ្ឋានកន្សែងបក់បោយហើយបក់ទៅកើតជាប្រាសាទរាជវាំងមានមនុស្សក៏ក្រឹកក៏ក្រែងមួយរំពេចក្នុងពេលនោះទៅចៅអាចសេះហើយនឹងនាងនោះក៏ឡើងទៅលើប្រាសាទមានមនុស្សបម្រើឆ្វេងស្ដាំអ្នកស្រុកទាំងពួងឃើញហើយភ្ញាក់ផ្អើលគ្រប់គ្នាក៏រត់ទៅប្រាប់សេដ្ឋីជាចៅវាយបរោះនោះថាមានការកើតប្រាសាទរាជវាំងត្រង់ខ្ទមចៅអាចសេះនោះច្រើនណាស់សេដ្ឋីសង្ស័យរត់ទៅមើលឃើញក៏ផិតភ័យរត់ទៅទូលស្ដេចតាមរឿងស្ដេចទ្រង់ជ្រាបទ្រង់ចាត់បម្រើឲ្យទៅពិនិត្យមើលឃើញពិតដូច្នេះហើយ
ក៏មានប្រតិទោមនស្សជាខ្លាំងឈ្មោះណាហ៊ានមកសាងប្រាសាទរាជវាំងក្នុងនគរអញមានតែអញទេជាស្ដេចក្នុងនគរនេះទើបទ្រង់ប្រជុំនិមឺនសពមុខមន្ត្រីមានព្រះបន្ទូលចាប់ឲ្យរៀបពលលើកទៅចាប់ទាំងព្រះអង្គក៏ស្ដេចយាងទៅជាមួយផងវេលានោះមានបំរើទៅប្រាប់ចៅឯកសេះហើយនិងប្រពន្ធចៅឯកសេះបានឮក៏មានសេចក្តីផិតភ័យណាស់នាងប្រាប់ប្តីថាកុំឲ្យភ័យទុកងារឲ្យខ្ញុំច្បាំងនឹងស្ដេចនេះវិញនាងក៏រៀបចំខ្លួនចេញទៅហើយអធិដ្ឋានកន្សែងបកកន្សែងបោយឲ្យស្ដេចបរាជ័យព្រមទាំងពលសេនាចៅឯកសេះនិងនាងនោះបានសោយរាជសម្បត្តិជាស្ដេចដោយអំណាចដឹងគុណព្រះពុទ្ធការខំប្រឹងប្រែងតែមានផលច្រើនរឿងចៅឯកសេះចប់ដោយបរិបូរណ៍ប្រជុំរឿងព្រេងនិទានខ្មែរសូមជូនរឿងស្រីក្ងោកមាសដើមឡើយមានបុរសម្នាក់បានទទួលបណ្ដាំពីឪពុកប្រដៅថាកុំឲ្យយកស្រីប្តីលេងនិងស្រីថាកែឲ្យយកតែស្រីក្រមុំព្រហ្មចារីនិងមេម៉ាយប្តីស្លាប់ធ្វើជាប្រពន្ធហើយកុំឲ្យយកខ្លើយនឹងមនុស្សគ្រូ3តែមិនដូច្នេះបរិះនោះបានយកស្រីទាំង4នាក់នោះធ្វើជាប្រពន្ធនិងយកមនុស្សគ្រូ3ជាខ្លើយដើម្បីលបងមើលថ្ងៃមួយក្ងោកមាសរបស់ស្ដេចទៅរកស៊ីក្បែរផ្ទះបរិះនោះឯបរិះនោះគិតពិសោធន៍មើលក៏ចាប់ក្ងោកមាសនោះយកទៅចងលាក់ទុកក្នុងទ្រុងមួយហើយដាក់ចំណីបាយទឹកឲ្យក្ងោកនោះស៊ីរួចបរិះយកមាន់គោកមួយទៅកាប់ធ្វើជាម្ហូបបរិភោគពេលនឹងបរិភោគបរិះនោះបានយកប្រពន្ធទាំង4និងខ្លើយនោះទៅបរិភោគទាំងអស់គ្នាកំពុងតែស៊ីក៏ធ្វើជាឆ្លក់និយាយថានេះជាសាច់ក្ងោកមាសស្ដេចដែលអញបានលួចកាប់យកមកស៊ីក្រោយពីនោះដល់បាត់ក្ងោកស្ដេចឲ្យប៉ៅគង់សួររកក្ងោកនោះនាងស្រីប្តីលេងនិងនាងស្រីថាកែវនិយាយទៅនាងក្រមុំនិងនាងប្តីស្រាប់ថាឲ្យប្រាប់ទៅពួកអ្នកប៉ៅគង់ទៅថាប្តីយើងបានលួចកាប់ក្ងោករបស់ស្ដេចយកទៅសាច់ស៊ីកុំឲ្យទៅជួយបិទបាំងថ្វីឲ្យវាងាប់ទៅចុះព្រោះវាបានធ្វើបាបវាយជេរយើងខ្លាំងណាស់ស្រីក្រមុំនិងស្រីប្តីស្រាប់អង្វរទៅវិញថាកុំធ្វើបាបប្តីរបស់ខ្លួនដូច្នេះមិនល្អទេស្រីថាកែវនិងស្រីប្តីលេងថាទោះបីជានាងមិនចូលគំនិតនឹងយើងក៏គង់តែយើងប្តឹងអ្នកប៉ៅគង់ដែរថាហើយស្រីទាំងពីរនាក់នោះប្តឹងអ្នកប៉ៅគង់តាមដំណើរថាប្តីខ្លួនបានលួចក្ងោកស្ដេចយកមកស៊ីគ្រាន់តែឮដូច្នេះភ្លាមពួកអ្នកប៉ៅគង់ក៏បានចាប់យកបរិះនោះទៅថ្វាយស្ដេចទូតាមដំណើររឿងស្ដេចឲ្យនាំបរិះនោះទៅពិឃាតលុះទៅដល់មាត់ទ្វារវាំងអ្នកចាំទ្វារពុំព្រមបើកទ្វារសួរថាអ្នកនាំមនុស្សទោសនេះមកតើបានជំរុំជម្រះហើយឬនៅហើយបាននិយាយរឿងមួយប្រាប់អ្នកនាំថាកាលនោះមានសេដ្ឋីម្នាក់ចិញ្ចឹមឆ្កែ500វេលាយប់មួយមានចោរចូលទៅលួចយកទ្រព្យសម្បត្តិរបស់សេដ្ឋីនោះហើយចូលទៅដល់ក្នុងឆ្កែរបស់សេដ្ឋីដឹងបាននាំគ្នាវាទៅខំចោរស្លាប់ទាំងអស់លុះព្រឹកឡើងសេដ្ឋីក៏ឃើញបាត់ទ្រព្យសម្បត្តិដូច្នេះនឹកខឹងនឹងឆ្កែថាមិនចេះចាំរបស់ក៏ឲ្យគេយកទៅសម្លាប់ទាំងអស់ចោរគ្មានសល់លុះធំអសោចខ្មោចចោរឡើងទៅមើលឃើញចោរស្លាប់ដូច្នេះក៏នឹកស្ដាយក្រោយកំពុងតែនិយាយឃើញបម្រើស្ដេចដែលទ្រង់រៀបបញ្ជាឲ្យទៅយកបរិះនោះមកជំរុំជម្រះវិញលុះស្ដេចសួរទៅបរិះនោះពីរឿងសម្លាប់ក្ងោកមាសបរិះក្រាបទូលថាក្ងោកនោះតួបង្គំមិនបានសម្លាប់ទេគឺបានទុកនៅកន្លែងមួយដោយល្អឯសត្វដែលទូបង្គំជាខ្ញុំសម្លាប់ទទួលព្រះរាជទាននោះគឺមាន់គុកទេស្ដេចទ្រង់ឲ្យទៅយកក្ងោកនោះមកវិញហើយទ្រង់លើកលែងទោសបរិះនោះឯស្រីទាំងពីរនាក់ដែលប្តឹងពីបរិះជាប្តីថាសម្លាប់ក្ងោកនោះ
ត្រូវបរោះប្តីនោះលេងចោលទៅចង់ដឹងផលពិតត្រូវពិនិត្យហេតុផលរឿងស្រីក្ងោកមាសចប់ដោយបរិបូរណ៍